សួស្តីខ្ញុំបានលើកយកសាច់រឿងថ្មីមួយដែលអាចបកជាភាសាខ្មែរថាអារ្យត្រឡប់ទៅសាលាវិញដើម្បីសងសឹកដែលតួអង្គនេះត្រូវបានគេសម្លាប់ដែលគាត់មានឈ្មោះថាគឹមយុងសុនហើយត្រូវបានគេសម្លាប់នេះអស់រយៈពេល10ឆ្នាំហើយគាត់ក៏បានត្រឡប់ទៅកាន់ពេលអតីតកាលវិញដែលគាត់កំពុងតែរៀននៅឆ្នាំទី1ហើយនោះគឺជាការចាប់ផ្ដើមនៃការសងសឹកគំនុំឈាមរបស់គាត់តើការសងសឹកបន្ទាប់ពីឆ្លងទៅអតីតកាលវិញនឹងទៅជាយ៉ាងណាទៅផ្ដើម chapter 1របស់យើងមកយើងក៏បានឃើញនៅបរិមម្នាក់ត្រូវបានគេទម្លាក់ពីលើដំបូលអគារហើយយើងក៏បានឃើញនៅមនុស្សដែលបានបង្កហេតុទាំងអស់នោះហើយដែលតួអង្គឯងរបស់យើងនេះសុខចិត្តទ្រាំនៅគ្រប់យ៉ាងដើម្បីឲ្យពួកគេនេះបូលីមិនហ៊ានតបតនោះទេព្រោះសល់ខ្វះតែបន្តិចទៀតតែប៉ុណ្ណោះគាត់នឹងបញ្ចប់ការសិក្សារបស់គាត់ហើយធ្វើគាត់នេះគឺមានចម្ងល់ខ្លាំងមែនតើគាត់មិនយល់ឡើយហេតុអ្វីពួកគេធ្វើបែបនេះតើវាគឺជាថ្ងៃស្លាប់របស់ខ្ញុំមែនទេប៉ុន្តែអាចសន្និដ្ឋានខ្ញុំនេះស្លាប់ក៏បានដែរហើយយើងក៏បាននៅលើការឆ្លុះប្រកែកគ្នានៅមន្ទីរពេទ្យហើយរយៈពេល3ខែហើយថាខ្ញុំមិនអាចជួយនៅចៅប្រុសរបស់អ្នកបាននោះទេដែលគាត់នេះខ្លាចជាមនុស្សបន្លែទៅហើយនារីម្នាក់នោះមានតែនិយាយបន្ថែមទៅកាន់លោកយាយរបស់តួអង្គយើងតែប៉ុណ្ណោះដែលឲ្យគាត់នេះគឺត្រៀមចិត្តទៅធ្វើឲ្យគាត់នេះគឺមិនអាចទទួលយកបាននោះទេហើយយើងក៏បានឃើញរូបកាយរបស់តួអង្គឯងរបស់យើងដែរដែលគាត់នេះមានឈ្មោះថាគឹមយុងសុនដែលរូបកាយរបស់គាត់នេះគឺជារូបកាយរុក្ខជាតិប៉ុន្តែគាត់អាចស្ដាប់នៅការសន្ទនាគ្រប់យ៉ាងរបស់ជីដូនរបស់គាត់ហើយយើងក៏បានឃើញនិយាយរបស់គាត់នេះពិតជាខូចចិត្តខ្លាំងមែនតើបានហៅឈ្មោះនៅចៅរបស់គាត់ថាគឹមយុងសុនហើយអ្វីចៅត្រូវខ្លាចជាមនុស្សបន្លែបែបនេះហើយយើងក៏បានដឹងដែរថាគឹមយុងសុននេះអាចទទួលអារម្មណ៍ការស្ដាប់និងការប៉ះពាល់របស់ជីដូនរបស់គេបានទាំងអស់ប៉ុន្តែគេមិនអាចងើបឡើងមកនិយាយបានដូចជាមនុស្សធម្មតាទេយើងក៏បានលើតួអង្គគឹមយុងសុនរបស់យើងបាននិយាយថាគាត់នេះរស់នៅក្នុងពិភពលោកដ៏សែនងងឹតមួយនេះគឺគ្មាននៅទីពឹងឡើយយើងនៅតែឃើញជីដូនរបស់គឹមយុងសុននេះគឺនៅសម្រស់ទឹកភ្នែកនៅជាមួយចៅរបស់គាត់មិនដឹងថាពណ៌ចង្រៃអស់នោះមិនក៏វាចិត្តដាច់ម្ល៉េះដែលហ៊ានធ្វើបែបនេះទៅកាន់ចៅរបស់គាត់នៅពេលដែលឃើញសភាពចៅប្រុសរបស់ខ្លួនឃើញបែបនេះហើយគឺធ្វើឲ្យគាត់កាន់តែយំតែម្ដងព្រោះថាកូនរបស់គាត់ទាំងអស់គឺត្រូវបានស្លាប់ទៅហើយដែលជាឪពុកម្ដាយរបស់គឹមយុងសុនបន្សល់តែជាញាតិចុងក្រោយដែលជាស្នាមញញឹមរបស់គាត់នេះប៉ុន្តែបែរជាមកជួបរឿងអកុសលទោះបីចៅរបស់ខ្ញុំនេះមានជីវិតរស់ក៏ដោយប៉ុន្តែនិយាយឲ្យចំទៅគ្រាន់តែជាសាកសពដែលអាចដកដង្ហើមបានអញ្ចឹងកាន់មកពេលព្រឹករបស់យើងវិញយើងក៏បានលើសម្ដីមនុស្សម្នាក់បាននិយាយទៅកាន់គឹមយុងសុនថាបងប្រុសហើយគាត់នៅតែបន្តនិយាយអញ្ចឹងថាគាត់នេះមិនអាចទ្រាំបានទៀតទេដែលមនុស្សដេរឆានទាំងអស់នោះវាធ្វើបាបអងមិនអស់ចិត្តហើយវាទាំងមកធ្វើបាបប្អូនទៀតផងហើយប្អូនប្រុសរបស់គឹមយុងសុនបានរៀបរាប់រឿងជាច្រើនទៅកាន់បងប្រុសរបស់ខ្លួនយាយរបស់ខ្លួននេះខំប្រឹងធ្វើការជាច្រើនដើម្បីយកលុយមកព្យាបាលបងហើយបងប្រាប់មកថាឲ្យប្អូននេះគឺធ្វើអ្វីដែលយើងបានដឹងហើយថាគឹមយុងសុនគឺស្ដាប់សម្ដីរបស់ប្អូនប្រុសបានទាំងអស់ទាំងការឈឺចាប់ប៉ុន្តែយើងក៏បានលើពីសម្ដីមួយដែលចេញពីប្អូនប្រុសរបស់តួអង្គយើងបងគួរតែស្លាប់ទៅហេតុអ្វីបងមិនព្រមស្លាប់ប៉ុន្តែក្រោយបន្តិចមកបែរជាយំកាន់តែខ្លាំងជាងមុនបែរជាស្រែកហៅបងប្រុសរបស់ខ្លួនថាហេតុអ្វីបងមិនព្រមងើបឡើងមកហេតុអ្វីទុកឲ្យពួកយើងនៅលំបាកបែបនេះដែលសម្ដីនេះនៅតែបន្តអញ្ចឹងបងឯងឈប់ដេកទៅក្រោកឡើងមកប៉ុន្តែគឹមយុងសុនគាត់ពិតជាចឹងក្រោកខ្លាំងមែនតែនប៉ុន្តែគាត់មិនអាចធ្វើអ្វីបានទាំងអស់សូម្បីតែសម្រក់ទឹកភ្នែកហើយគឹមយុងសុននៅតែគិតថាការដេកនៅលើគ្រែមន្ទីរពេទ្យមួយនេះគឺជាក្តីសុបិនបើខ្លួនស៊ូទ្រាំតែបន្តិចទៀតទេខ្លួននឹងអាចភ្ញាក់ពីការសុបិនដ៏យូរអង្វែងមួយនេះមិនខានហើយពេលនេះយើងក៏បានឃើញថាពេលវេលាកន្លងទៅរយៈពេល3ឆ្នាំបាត់ទៅហើយនៃការដេកក្នុងមន្ទីរពេទ្យរបស់គឹមយុងសុនហើយពេលនេះយើងក៏បានឃើញថាគឹមយុងសុនយើងកំពុងតែគិតទៅដល់ជីដូនរបស់គាត់មិនដឹងថាគាត់បាត់តាណាឡើយហើយយើងក៏បានឃើញអ្នកគ្រូពេទ្យទាំងអស់នោះបាននិយាយអំពីជីដូនរបស់តួឯកយើងដែលគាត់នេះមានរបួសដោយសារតែធ្វើការច្រើនរលុយនឹងឯងហើយពួកគេគឺចាប់ដើមមាក់ងាយហើយនិយាយទៅគ្រាន់តែចង់ឲ្យតួឯកយើងនេះដេកនៅក្នុងមន្ទីរពេទ្យដែលដឹងថាគាត់នេះមិនអាចមានសង្ឃឹមជួយក៏បានក៏ដោយប៉ុន្តែនិយាយទៅគឺគាត់ចង់បានលុយអំពីជីដូនចាស់យើងក៏បានឃើញនៅមនុស្សដែលបានសម្លាប់តួឯករបស់យើងផងដែរដែលមនុស្សម្នាក់នេះដែលមានសក់លឿងហ្នឹងគាត់មានឈ្មោះថាផាមីនឈូបាទពេលនេះវិញមានឈ្មោះថាហូឆុងតេចុងមីនហូហើយនឹងមនុស្សផ្សេងទៀតទាំងអស់គឺមាន6នាក់ដែលបានចូលរួមក្នុងការសម្លាប់ទៅកាន់តួឯកយើងក៏បានឃើញនៅគឹមយុងសុនផងដែរដែលគាត់នេះគឺបានថាបើមានអភូតហេតុពិតមែនសូមឲ្យគាត់ត្រឡប់ទៅពេលវេលាដើមវិញហើយបើអាចធ្វើបានពិតមែនខ្ញុំនឹងសម្លាប់ពួកអសត្វដេរឆានទាំងអស់នោះឲ្យពួកវាសងនៅគំនុំឈាមហើយយើងក៏បានឃើញដល់ការសម្បត្តិរបស់គឹមយុងសុនរបស់យើងផងដែរបើឆ្លងទៅពិតមែនខ្លួននឹងកំចាប់ពួកគេដូចក្នុងសុបិនដែលនៅក្នុងសុបិនរបស់គឹមយុងសុនរបស់យើងនេះពិតជាគុំទៅកាន់ពួកអាចង្រៃអស់នោះខ្លាំងមែនតែន
ដែលចង់វាយពួកវាឲ្យខ្លាំងដូចក្នុងស៊ូបិនតើពួកឯងស្គាល់អារម្មណ៍នៃការគេធ្វើបាបហើយឬនៅស្របពេលគ្នាយើងក៏បានឃើញនៅគីមយ៉ុងសុនរបស់យើងនេះពិតជាឈឺចាប់និងសម្រក់ទឹកភ្នែកខ្លាំងមែនទែនពួកឯងឈឺចាប់យ៉ាងណាក៏ដោយក៏មិនស្មើនឹងការឈឺចាប់របស់ជីដូនយើងដែរយើងក៏បានឃើញគីមយ៉ុងសុននេះវាយទៅកាន់មនុស្សដែលបានធ្វើបាបខ្លួនកន្លងមកនឹងទាំងអស់តែម្ដងហើយនេះគឺជាអ្វីដែលគាត់ចង់បានហើយគីមយ៉ុងសុនរបស់យើងគឺចង់រៀបចំនៅផែនការជាច្រើនគឺចង់សម្លាប់ពួកគេនិងសងសឹកពួកគេឲ្យមានការឈឺចាប់ជាងខ្លួននេះរាប់ពាន់ដងហើយវាគឺជាផែនការដ៏ល្អឥតខ្ចោះដើម្បីសងសឹកទៅកាន់ពួកគេទាំងទឹកភ្នែកពោពេញទៅដោយឈាមទោះបីផែនការនោះវាពិតជាល្អឥតខ្ចោះយ៉ាងណាក៏ដោយប៉ុន្តែខ្ញុំអស់អារម្មណ៍បាត់ទៅហើយប៉ុន្តែ10ឆ្នាំហើយដែលខ្ញុំបានដេកនៅលើក្រែមន្ទីរពេទ្យវាគ្មានប្រយោជន៍ឡើយហើយពេលនេះគីមយ៉ុងសុនរបស់យើងគឺទៅលេងរួចហើយដែលគាត់នេះគឺចង់ឲ្យមាននរណាម្នាក់មកសម្លាប់គាត់ខ្លាំងណាស់ព្រោះថាគាត់មិនចង់បន្តនៅជីវិតដ៏ឈឺចាប់បែបនេះទៀតទេហើយអ្វីដែលខ្ញុំបានរៀបរាប់មុននឹងការសងសឹកនោះគ្រាន់តែជាការស្រមៃនឹងការសងសឹកនៅក្នុងចិត្តរបស់គាត់តែប៉ុណ្ណោះយើងក៏បានចូលទៅក្នុងក្តីសរបន់របស់គីមយ៉ុងសុនយើងក៏បានឃើញនៅសិស្សសាលាម្នាក់បានមករកគេដែលនោះគឺជាគាត់នៅពេលអតីតកាលហើយពួកគេទាំងពីរនាក់នេះគឺបានញញឹមដាក់គ្នាទៅវិញទៅមកមិនដឹងថាមានអត្ថន័យបែបណាឡើយហើយយើងកាត់មកពេលព្រឹកឡើងបាត់ទៅហើយក៏បាននៅលើសំឡេងអ៊ូអរខ្លាំងមែនទែនជាមួយនឹងរូបភាពដែលគាត់បានឃើញតើវាមិនក៏ប្រហាក់ប្រហែលមែនណាហើយគីមយ៉ុងសុនរបស់យើងគឺបានពិនិត្យមើលឲ្យជាក់លាក់ទៅធ្វើឲ្យគាត់ភ្ញាក់ផ្អើលមែនទែនទស្សនវិជ្ជាដែលគាត់បានឃើញនៅមុខនោះគឺជាការនៅសាលាគីមយ៉ុងសុនរបស់យើងគិតថានេះជាសបិនបានទាញថ្មរបស់ខ្លួនវាពិតជាឈឺមែនប៉ុន្តែក៏មិនអស់ចិត្តឡើយក៏បានឃើញបិញនៅលើតុក៏បានទាញវាមកក៏បានប្រថុយចាក់វានៅលើជើងរបស់ខ្លួននៅពេលដែលបានដកចេញមកវាមានឈាមទៀតផងដែលគាត់បានថានេះមិនមែនជាសបិនទេដែលវាគឺជាការពិតតើខ្លួនបានវិលត្រឡប់ទៅកាន់អតីតកាលមែនឬទេហើយពេលនោះយើងក៏បានឃើញនៅមនុស្សម្នាក់ផងដែរដែលបានស្រែកនឹងធ្វើបាបទៅកាន់បុរសម្នាក់ដែលនោះគឺជាផាមីនឆុងតែគីមយ៉ុងសុនរបស់យើងគឺបៀងទៅហាមកាន់អាប៉ែនោះទៅហើយប៉ុន្តែសត្វតនឹកឃើញភ្លាមថានេះគឺជាសកម្មភាពដែលខ្លួនធ្លាប់ធ្វើពីអតីតកាលដែលពេលទៅហាមទៅកាន់ពួកគេហេតុកុំឲ្យវាយទៅកាន់បុរសម៉ាប់នោះហើយគឺពួកគេតែងតែធ្វើបាបខ្លួនដោយកន្លងមកដែលយើងបានឃើញនៅរូបភាពដែលបានបង្ហាញនេះហើយដែលតែងតែធ្វើឲ្យគេនេះគឺមានបដិសេរីជារៀងរហូតមកដែលធ្វើឲ្យជីដូនរបស់គេតែងតែខូចចិត្តនឹងត្រូវពួកគេបានសម្លាប់ហើយយើងក៏បានឃើញថាសកម្មភាពនេះគឺគ្មានអ្នកណាហ៊ានចូលទៅជួយឡើយដែលឃើញថាពេលនោះសប្បាយនឹងការវាយទៅកាន់បរិមាណនោះខ្លាំងមែនតើប៉ុន្តែគឺតួអង្គឯងរបស់យើងគឺនៅតែទៅជួយទៅកាន់បរិមាណនោះដដែលអញ្ចឹងអាប៉ែផាមីនឆូរបស់យើងគឺបានងាកទៅកាន់តួអង្គឯងរបស់យើងហើយបានថាពិតជាគួរឲ្យចាប់អារម្មណ៍មែនគីមយ៉ុងសុនតើឯងនេះចង់ដូចអាប៉ែម៉ាប់នឹងដែរមែនណាហើយតែឯងមិនអីទេអីប៉ុន្តែនិយាយមិនតាន់ចប់ផងហ្នឹងគឺត្រូវមួយដៃចំកណ្ដប់មាត់បាត់ទៅហើយនេះគឺជាឆ្នាំសិក្សាទី1ដែលគាត់បានឆ្លងពេលវេលាត្រឡប់មកវិញដែលគាត់នេះបានវាយទៅកាន់អាប៉ែផាមីនឆូយើងគឺអស់ពីដៃតែម្ដងដែលគាត់នេះគឺគុំទៅកាន់វាយូរណាស់មកហើយនេះគឺជាការកាត់អតីតកាលរបស់គីមយ៉ុងសុនដែលពេលនោះនៅក្នុងថ្នាក់គឺអាប៉ែផាមីនឆូនឹងគឺវាចូលចិត្តលេងហ្គេមខ្លាំងមែនទែនហើយក៏ចិត្តធ្វើបាបនៅសិស្សក្នុងថ្នាក់ផងដែរហើយវាក៏បានទៅសួរនៅសិស្សប្រុសម្នាក់ផងដែរជាប្រូម៉ាប់និយាយទៅគឺចង់ឲ្យប្រូម៉ាប់យើងនឹងគឺបុកលុយហ្គេមឲ្យវានឹងឯងហើយមិនមាននរណាគេហ៊ានប្រឆាំងនឹងវានោះទេដោយសារតែវាគឺជាមេហ្គេមនៅក្នុងថ្នាក់នឹងតែម្ដងហើយអាប៉ែផាមីនឆូរបស់យើងនឹងគឺវាបង្ខំទៅកាន់ប្រូម៉ាប់ខ្លាំងមែនទែនឲ្យយកលុយរបស់វាគឺមកបុកហ្គេមឲ្យវានឹងឯងប៉ុន្តែប្រូម៉ាប់គឺប្រាប់ឲ្យថាខ្លួនមិនមានលុយទេលុយនឹងគឺសម្រាប់រៀនគួរទេហើយនៅពេលនោះខ្ញុំឃើញមើលរឿងអយុត្តិធម៌មួយនេះខ្ញុំទ្រាំមិនបានទេគេគឺជាមិត្តល្អខ្លាំងមែនទែនសម្រាប់ខ្ញុំគេតែជួយបង្រៀនខ្ញុំនៅពេលដែលខ្ញុំមិនចេះតើនរណាគេដែលអាចទ្រាំបានទៅនៅពេលដែលឃើញមិត្តភក្តិរបស់យើងត្រូវគេធ្វើបាបហើយពេលនោះមិត្តភក្តិរបស់ខ្ញុំក៏ហាមដែរតែខ្ញុំមិនស្ដាប់ឡើយមិត្តភក្តិរបស់ខ្ញុំនៅតែប្រាប់អញ្ចឹងថាគេគឺជាមីនឆូប៉ុន្តែខ្ញុំគ្រាន់តែថាគេគាត់ជាសិស្សកីឡាធម្មតាតែប៉ុណ្ណោះគ្មានអ្វីអស្ចារ្យឡើយហើយពេលនោះខ្ញុំក៏ទៅបញ្ឈប់គេហើយខ្ញុំគិតថាគេគ្មានអ្វីអស្ចារ្យឡើយប៉ុន្តែវាខុសស្រឡះចាប់ពីតាំងពីថ្ងៃនោះមកគេតែងតែធ្វើបាបខ្ញុំរហូតមិត្តរបស់គេនិងគេនឹងគឺតែងតែមកវាយខ្ញុំនិងប្រើប្រាស់ខ្ញុំជារៀងរហូតគ្រាន់តែជាឧបករណ៍លេងសើចសម្រាប់របស់គេទោះបីខ្ញុំនេះចប់ម៉ោងរៀនក៏ដោយក៏ខ្ញុំដល់ផ្ទះខ្ញុំត្រូវខំប្រឹងលេងហ្គេមឲ្យគេនិងយកលុយផ្ទាល់ខ្លួនរបស់ខ្ញុំបុកហ្គេមឲ្យគេហើយគ្មាននរណាគេដែលជួយខ្ញុំទេសូម្បីតែគ្រូយើងក៏កាន់មកបច្ចុប្បន្ននៅសិស្សឆ្នាំទី1ថ្នាក់ទី1ហើយមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពនេះខ្លាំងមែនទែនដែលនោះគឺជាការវាយទៅកាន់អាប៉ែផាមីនឆូហើយអាប៉ែមីនឆូរបស់យើងនេះគឺខឹងទៅកាន់តួឯងយើងខ្លាំងមែនទែនជេរអាល្ងងតែវានិយាយមិនតាន់បានចប់ស្រួលបួលផងគឺគីមយ៉ុងសុនរបស់យើងចាប់វាបោកនឹងតុកបាត់ទៅហើយមើលតែមុខមាត់របស់វាទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន
ហើយគីមយុងសុនយើងគឺគុំវាយូរហើយដាក់យកតែម្ដងហើយនោះគឺប្រើក្បាច់នៅក្នុងការយកសពដែលធ្លាប់វាយវាទាំងប្រមាណយកមកដាក់វានៅក្នុងជីវិតពិតតែម្ដងតែអាប៉ែផាមីនឈូរបស់យើងនេះគឺគ្មានចេះស្អីឡើយបានតែកម្លាំងខ្លាំងមួយមកកូតហើយតួឯងយើងបន្ទាប់ពីវាយវាមួយដៃហើយគឺចាប់អាវរបស់វាបំបុកទៅកាន់ជញ្ជាំងតែម្ដងដែលកំហឹងនេះគឺទុកយូរណាស់ហើយអញដេកពេទ្យអស់10ឆ្នាំហើយឥឡូវអញសងសឹកហែងតែម្ដងហើយគឹមយងសុនរបស់យើងក៏ថែមវាមួយជើងទៀតផងគឺគុំវាមែនតែនគឺចង់តែសម្លាប់វាឥឡូវទេហើយបានអាណាគេហ៊ានមករារាំងក្នុងការវាយអាប៉ែមានឈោនឹងណាខ្ញុំនឹងបំបីគេជាដុំគឹមយងសុននិយាយមិនតាន់ចប់ផងក៏មានកៅអីមួយហោមកបុកនឹងជញ្ជាំងបាត់ទៅហើយនៅពេលដែលបានងាកទៅគឺបានដឹងហើយថាគឺជាពួកអាដែលបានរួមដៃសម្លាប់ខ្លួនការពីជាតិមុនដែលវាបានសាយទៅកាន់តួឯងយើងថាអាចង្រៃឈប់រង្វើរបស់ឯងទៅហើយពេលហ្នឹងគឺគឹមយុងសុនមិនបានខ្លាចពួកវាទេហើយបាននិយាយឌឺទៅកាន់ពួកវាទៀតបើហែងខ្លាំងមែនគឺចូលមកហើយយើងបានឃើញថាអាប៉ែដែលមានសក់ពណ៌ស្វាយហ្នឹងគឺគៀងជាមួយនឹងសម្ដីរបស់តួឯងយើងខ្លាំងមែនតើបាទអាប៉ែមានធំជាងគេបែរជាមិនខ្លាចទៅកាន់តួឯងយើងឡើយបាននិយាយថាយ៉ាអាឈួតឯងពិតជាហ៊ានណាស់ដែលអាប៉ែហ្នឹងដែរមានឈ្មោះថាចុងមីនហូហើយគាត់នេះគឺមិនតាន់ចូលទៅអន្តរាគមន៍ភ្លាមនោះទេដោយសារតែឃើញថាតួឯងយើងគឺមិនមានភាពភ័យខ្លាចឡើយគឺចាំមើលសកម្មភាពរបស់មិត្តភ័ក្តិរបស់ខ្លួនទៅអន្តរាគមន៍សិនតើនឹងមានរឿងអ្វីកើតឡើងហើយអាប៉ែមីធំហ្នឹងគឺចូលទៅប្រដៅទៅកាន់តួប្រុសយើងតែម្ដងដែលយើងបានដឹងថាក្រុមរបស់វានេះគឺជាក្រុមក្មេងទំនើងដែលគឺជាអ្នកគ្រប់គ្រងនៅសិស្សឆ្នាំទី1តែម្ដងហើយអាប៉ែដែលមានធំជាងគេនេះដែរគឺជាអ្នកខ្លាំងជាងគេក្នុងក្រុមរបស់វាតែម្ដងដែលមានឈ្មោះថាកាងឆានសុកហើយពួកគេទាំងពីរនេះគឺសម្លឹងមុខដាក់គ្នាទៅវិញទៅមកគឺចង់ស៊ីសាច់ហត់ឈាមតែម្ដងប៉ុន្តែគឺសំណាងខ្លាំងមែនតើដែលមានកញ្ញាអូនស្រីយើងម្នាក់បានមកប្រាប់គេគ្រប់គ្នាថាអេគ្រូកំពុងមកហើយវើយហើយមកភ័ក្ររបស់វាអាប៉ែមីនហូនឹងគឺបបោទៅកាន់ឆានសុកនឹងគឺត្រឡប់ទៅវិញទៅប៉ុន្តែវាមិនចង់ទៅទេចង់ទៅវាយទូប្រឥឡូវនឹងឯងដោយសារតែអាប៉ែមីនហូនឹងបបួលខ្លាំងពេកអញ្ចឹងហើយឆានសុកក៏ទៅហើយមុននឹងទៅគឺបានខ្សឹបប្រាប់ទៅកាន់តួឯងយើងថាឯងគឺជាមនុស្សដែលបានជ្រើសរើសសម្រាប់ពួកយើងបូលីហើយពេលនេះហើយពួកវាក៏ទៅថ្នាក់វារៀងខ្លួនទៅហើយក៏ឆ្លៀតផ្ដាំដែរថាតួឯងយើងនឹងកុំចង់រតនាអសោះតែចាប់ម៉ោងគឺដឹងតែត្រូវថ្មោងហើយពួកគេក៏ចាក់ចេញទៅបាត់ទៅតែយើងបានឮតែសំឡេងអាប៉ែផាមីនឈូនឹងគឺធ្ងោដោយសារតែវានឹងត្រូវរបួសពេកកាន់មកក្នុងថ្នាក់របស់យើងវិញមកកាន់មកអាប៉ែផាមីនឈូរបស់យើងវាខ្មាស់គេខ្លាំងមែនទែនត្រូវគេវាយឡើងដេកតែម្ដងវានេះគឺខឹងទៅកាន់គឹមយុងសុនណាអញនឹងសម្លាប់ហែងហើយវាក៏បានមើលទៅកាន់គឹមយុងសុនតាចប់ម៉ោងមិត្តអញមកនឹងវាយហែងឲ្យទក់តែម្ដងហើយអញនេះនឹងប៊ូលីហែងជារៀងរហូតទៅពីបត់ហែងនេះហ៊ានធ្វើបាបមកកាន់អញផាមីនឈូក៏ឆ្ងល់ផងដែរព្រោះថាតួឯងយើងគឺជាប្រធានថ្នាក់ហេតុអ្វីបានឆ្លងគំនុះមកវាយវាអញ្ចឹងទាំងខ្លួនវានេះមិនដែលធ្វើបាបទៅកាន់តួឯងយើងឡើយតែវាក៏មិនខ្វល់ច្រើនដែរតែចាប់ម៉ោងហ្នឹងណាអញនឹងឲ្យហែងងាប់ក្នុងថ្នាក់តែម្ដងយើងក៏បានកាត់មកសិស្សឆ្នាំទី1ថ្នាក់ទី8វិញដែលពួកអពុមាអ្នកនេះវិញកំពុងតែនិយាយដើមទៅកាន់តួឯងយើងតែអាប៉ែមីនហូហ្នឹងគឺថាតួប្រុសយើងនឹងវាជក់ថ្នាំមែនមិនក៏វានឹងគឺហ៊ានម្ល៉េះតែមិនអីទេការអញ្ចឹងដោះស្រាយពិតជាងាយស្រួលណាស់ហើយគិតថាតើវានឹងរកវិធីអ្វីដើម្បីរត់គេពីពួកយើងប៉ុន្តែស្រាប់តែគិតមួយផ្នែកទៀតមិនដឹងថាទូប្រុសរបស់យើងនេះគឺវាគិតអ្វីទេហើយបើនៅបន្តឲ្យគឹមយុងសុនរបស់យើងនេះនៅតែបន្តអញ្ចឹងទៀតនឹងមានអ្នកបះបោពួកយើងមិនខានទេដែលយើងគឺជាអ្នកគ្រប់គ្រងនៅសិស្សឆ្នាំទី1មិនថាវិឈគូឬក៏យ៉ាងណាទេត្រូវតែប្រដៅវាចេញកុំឲ្យអាអ្នកក្រោយយកគំរូតាមមីនហូកំពុងតែគិតត្រេះរេនៅរកវិធីបាយកលណាដើម្បីប្រដៅទៅកាន់ទូប្រុសយើងពិសេសនោះគឺជាកសែភ្នែកដែលបានសម្លប់មកកាន់គេមើលទៅវាពិតជាក្រអត់កតុមខ្លាំងណាស់បើកាន់មកអប៉ែឆានសងរបស់យើងវិញគឺទ្រាំលេងបានឯងចង់តែទៅវាយទូប្រុសយើងឥឡូវទេយើងក៏កាន់មកថ្នាក់របស់គឹមយុងសុនរបស់យើងវិញគ្រាន់តែអប៉ែនោះងើបមកនឹងបញ្ចប់ទៅកាន់ទូប្រុសប៉ុន្តែគ្មានទេមិនតបាននិយាយផងគឺត្រូវមួយជើងរបស់ទូប្រុសយើងបាត់ទៅហើយប៉ុន្តែមិនតបានដួលត្រឹមត្រូវទេគឺត្រូវទូប្រុសយើងចាប់បោចសក់ត្រឡប់មកវិញហើយតើឯងចង់ឲ្យយើងវាយកន្លែងណាទៀតធ្វើអានោះវាកាន់តែខ្លាចតែម្ដងតើគឹមយុងសុនវាឈួតអីទៅមិនក៏ថ្ងៃនេះវាកាចម្លេះតែមិនបាច់និយាយច្រើនទេយកទៀតទៅនិយាយឲ្យស្មោះទៅគឺតួឯងយើងគឺបញ្ចេញកំហឹងទាំងអស់តែម្ដងនៅថ្ងៃហ្នឹងហើយកាត់មកប៉ុន្មានអ្នកនេះវិញគ្រាន់តែចប់ម៉ោងសាលាភ្លាមណាគឺចេញទៅប្រដៅទៅកាន់តួឯងយើងតែម្ដងហើយវាចង់រតនាទៅសាលានេះក៏មិនធំដែរដឹងតែខ្ចប់ហើយឯនេះមើលទៅដូចជាខ្មើដល់ហើយមកដល់មុខថ្នាក់របស់គឹមយុងសុនទឹកមុខរបស់ម្នាក់គឺពិតជាភ័យព្រួយខ្លាំងមែនតើដែលធ្វើឲ្យមីនហូនឹងគឺភ្ញាក់ផ្អើលខ្លាំងមែនតើវាគឺជាគឹមយុងសុនគិតថានឹងមានរឿងអ្វីកើតឡើងទៅពួកគេក៏មិនវឹងអង់យូរដែរប្រញាប់រត់ទៅឡើងលឿនតែម្ដងនៅពេលបានមកដល់គឺបានឃើញសភាពនៅមិត្តភក្តិរបស់គេដែលជាមីនឈូគឺមុខឡើងវល់បាត់ទៅហើយដែលពួកគេមិនសឹងតែមិនជឿទេថាគឹមយុងសុនធ្វើបានដល់ថ្នាក់នេះហើយពេលហ្នឹងយើងក៏បានឃើញទឹកមុខដ៏កំណាយរបស់គឹមយុងសុនហើយបាននិយាយទៅកាន់ពួកគេថាពួកឯងពិតជាយឺតណាស់ក្នុងការមកជួយមិត្តភក្តិរបស់ឯង
ដែលឆានសក់ឃើញសភាពមិត្តភ័ក្តិរបស់ខ្លួនបែបហ្នឹងហើយគឺគុំទៅកាន់តួឯងយើងខ្លាំងមែនតើហត់ទៅឲ្យភ្លាមតែម្ដងតែកម្លាំងអបិឆានសក់ហ្នឹងគឺខ្លាំងមែនតើដែលខ្លួននេះមិនអាចយកឈ្នះវាបានទេគឺត្រូវតែរកវិធីដើម្បីយកឈ្នះវាធ្វើម៉េចទៅបាច់បដូរវាបានក៏បានឃើញសោមួយនៅចិត្តនោះផងដែរពេលនេះគីមយ៉ុងសុនរកចម្លើយឃើញហើយក៏បានដកសោនោះវាយទៅកាន់ក្បាលវាយកតែម្ដងដែលលឺសូរតែភុះតែម្ដងនេះវាមិនតបានបញ្ចប់ត្រឹមនេះទេដោយតួឯងយើងគឺបានចាប់បាច់សោទៅកាន់ឆានសុកជើងដាក់មួយសោទៀតបាត់ទៅហើយដែលយើងបានឃើញសភាពអ្នកខ្លាំងប្រចាំក្រុមរបស់គេហើយពេលនេះគឺចាញ់ក្រំដៃគីមយ៉ុងសុនហើយយើងក៏បានឃើញទឹកមករបស់មិត្តភ័ក្តិទាំងពីរនាក់នេះផងដែរគឺតក់សិលខ្លាំងមែនតើដែលក្រុមរបស់វានេះមានអ្នកខ្លាំងមួយដែរប៉ុន្តែចប់លឿនដល់ថ្នាក់នេះហើយគីមយ៉ុងសុនមានគោលបំណងទៅកម្ចាត់មនុស្សម្នាក់ទៀតដែលជាអបិមុខចាស់ដែលមានឈ្មោះថាយងឆុងតេហើយការបំបុកមួយនេះតាមទម្ងន់របស់គីមយ៉ុងសុនគឺឆុងយ៉ុងតេមិនអាចទប់បានទេការសងសឹកដែលឯងបានច្រើនយើងទម្លាក់ពីលើអាគារយើងនឹងសងឯងថ្ងៃនេះហើយបានវាយទៅកាន់ឆុងយ៉ុងតេដាក់យកតែម្ដងដែលគាត់នេះមិនអាចតដៃបាននោះទេដែលពេលនេះយើងបានឃើញទឹកមករបស់គីមយ៉ុងសុនយើងគឺពុះពេញទៅដោយឈាមហើយសម្រាប់វិធីសាស្ត្រក្នុងការវាយនឹងការប្រយុទ្ធទៅកាន់ពួកគេនេះគឺគីមយ៉ុងសុននឹងបានរៀបចំក្នុងការសុបិនអស់រយៈពេលជា10ឆ្នាំមកហើយប៉ុន្តែក៏ធ្វើឲ្យគាត់នេះរៀងហត់ផងដែរព្រោះប្រយុទ្ធជាមួយនឹង3ទល់នឹង1ទោះបីគាត់ហត់យ៉ាងណាក៏ដោយក៏គាត់មិនអាចបញ្ឈប់បានដែរគឺនៅសល់ម្នាក់ទៀតដែលនោះគឺជាមីនហូនៅពេលដែលឃើញគីមយ៉ុងសុនសម្លឹងមកកាន់ខ្លួនបែបនេះគឺធ្វើឲ្យខ្លួនបែកញើសនឹងភ័យខ្លាចខ្លាំងមែនតើតែគីមយ៉ុងសុនរបស់យើងខ្លាំងតាំងពីពេលណាទៅមិនខ្លាំងទេគេគ្រាន់តែជំនឿធម្មតាប៉ុន្តែការមើលទៅកាន់គីមយ៉ុងសុនប្រៀបបានដូចជាអរិយខ្សែឃ្លានឈាមមួយអញ្ចឹងហើយខ្លួនគឺគ្មានសង្ឃឹមក្នុងការតទល់ជាមួយនឹងគីមយ៉ុងសុនឡើយមើលទៅគេដូចជាបិសាចពិតប្រាកដមួយគីមយ៉ុងសុនបានងើបទៅសួរទៅកាន់មីនហូថាដល់វេនឯងហើយតើឯងគួរតែធ្វើបែបណាជាមួយយើងមីនហូស្ដាប់សម្ដីរបស់គីមយ៉ុងសុនហើយធ្វើវាញ័រដៃខ្លាំងមែនតើប៊ីនឹងគីមយ៉ុងសុនម៉ាត់វាបាត់ទៅហើយប៉ុន្តែពិតជាសំណាងខ្លាំងមែនតើដែលគ្រូគឺបានមកទាន់និយាយទៅមីនហូពិតជាសប្បាយចិត្តខ្លាំងមែនតើដែលគ្រប់យ៉ាងគឺវាបានផ្ដល់ដំណឹងទៅកាន់គ្រូជាមុនសំខាន់ណាស់គីមយ៉ុងសុនបានបដូរនៅមនុស្ស3នាក់របួសធ្ងន់ធ្ងរខ្លាំងមែនតើពេលនេះសាឡាននឹងមិនលើកលែងទៅកាន់គេនោះទេព្រោះវាគឺជារឿងធំប៉ុន្តែទោះបីគីមយ៉ុងសុនដឹងថាបន្តិចទៀតគឺមានរឿងធំក៏ដោយប៉ុន្តែទឹកមុខរបស់ខ្លួនមិនបានប្រែប្រួលឡើយគឺមានតែស្នាមញញឹមហើយយើងក៏បានលើកការស្ដីបន្ទោសខ្លាំងមែនតើទៅកាន់គីមយ៉ុងសុនដែលបានចេញពីសំណាក់លោកគ្រូដែលបានវាយទៅកាន់សិស្សចំនួន3នាក់បានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់របួសធ្ងន់ធ្ងរខ្លាំងមែនតើហើយសំខាន់គីមយ៉ុងសុនគឺមិនមានភាពភ័យខ្លាចជាមួយនឹងលោកគ្រូនេះទេហើយលោកគ្រូយើងគឺស្ដីបន្ទោសនឹងជេរប្រមាថខ្លាំងទៅកាន់ទូប្រុសយើងខ្លាំងមែនតើដោយសារឃើញមិនមានភាពភ័យខ្លាចបែបនេះធ្វើឲ្យគាត់នេះក៏មានអារម្មណ៍ថាភ័យបន្តិចដែរនិយាយទៅគាត់បានធ្វើគ្រូបង្រៀននៅទីនេះ10ឆ្នាំហើយតែមិនដែលឃើញសិស្សចង្រៃណាដូចឯងសោះហើយឪពុកម្ដាយសិស្សទាំងអស់នោះគឺនឹងមិនលើកលែងឯងជាដាច់ខាតនឹងឯងបងថ្លៃមិនខានប៉ុន្តែគ្រាន់តែសម្ដីថាលោកគ្រូធ្វើឲ្យលោកគ្រូរបស់យើងនេះគឺបែកញើសជោគតែម្ដងដែលនោះគឺជាសម្ដីរបស់គីមយ៉ុងសុនបានប្រាប់ទៅកាន់លោកគ្រូថាកុំប្រតិកម្មខ្លាំងពេកមើលវាមិនមែនជាករណីហិង្សាលើកដំបូងក្នុងសាលាណាធ្វើឲ្យលោកគ្រូយើងថាស្អីគេដែលគីមយ៉ុងសុនចាប់ផ្ដើមរៀបរាប់ឲ្យអំពីបញ្ហាផ្សេងៗដែលសាលានេះគឺមិនល្អអីណាទេសិស្សប្រើអំពើហិង្សាខ្លាំងប៉ុណ្ណាក៏ដោយឬក៏មានការសម្លាប់សម្រាប់សិស្សអ្នកមានគ្រាន់តែជារឿងធម្មតាហើយសាលាគឺបានបិទព័ត៌មានគឺជាសាលាដ៏ល្អដែលគ្មានអំពើហិង្សាវាពិតជាលយមែនដែលត្រូវបានលោកគ្រូយើងវាយមួយដៃយកតែម្ដងដែលធ្វើឲ្យគ្រូផ្សេងៗនៅចិត្តហ្នឹងគឺបានមើលទៅកាន់អ្នកទាំងពីរហើយនោះហើយគឺជាមូលហេតុដែលខ្លួនបានស្លាប់ខ្ញុំស្លាប់មិនមែនដោយសារតែប្រើអំពើហិង្សាដាក់ទេខ្ញុំស្លាប់ដោយត្រូវគេសម្លាប់យកតែម្ដងហើយនៅពេលដែលគីមយ៉ុងសុននិយាយការពិតនឹងត្រូវចំណុចបែបនេះធ្វើឲ្យលោកគ្រូយើងគឺខឹងខ្លាំងមែនដែលធ្វើឲ្យគាត់បានវាយទៅកាន់គីមយ៉ុងសុនហើយខ្លួនគឺចាំច្បាស់ខ្លាំងណាស់កាលពីជាតិមុនដែលគ្រូរបស់ខ្លួននេះគឺបានទទួលសំណូកអំពីគ្រួសាររបស់ផាមិនឈោហើយធ្វើឲ្យខ្លួននេះគឺស្លាប់ទាំងគ្មានន័យហើយសម្រាមដែលគេបានហៅថាគឺជាមនុស្សគីមយ៉ុងសុនត្រូវមួយដៃនេះហើយគឺនៅតែមិនអស់អញ្ចឹងនៅតែបន្តនិយាយអញ្ចឹងហើយលោកគ្រូយើងមានតែថែមមួយដៃទៀតបើឯងហ៊ាននិយាយទៀតគឺដឹងតែត្រូវមិនខានទេប៉ុន្តែគីមយ៉ុងសុនក៏បានចូលទៅចិត្តទៅកាន់លោកគ្រូរបស់យើងហើយដែលឲ្យគាត់នឹងគឺបន្ទាបអេរយាប័តបន្តិចទៅបើមិនអញ្ចឹងទេខ្លួននឹងនិយាយរឿងអាត់កំបាំងគាត់ទាំងអស់មិនខានទេពិសេសគឺរឿងស្រោមសម្បត្តិហើយពិសេសមួយទៀតនោះគឺជាការជួបញឹកញាប់ជាមួយនឹងម្ដាយរបស់ចុងមីនហូដែលលោកបានជួបជាញឹកញាប់បើប៉ុណ្្នឹងហើយមិនគ្រប់គ្រាន់ទៀតអញ្ចឹងមានតែឧទាហរណ៍កិច្ចព្រមព្រៀងជាមួយនឹងគ្រូអង់គ្លេសដែលធ្វើឲ្យទឹកមាត់របស់គាត់គឺកាន់តែក្រហមតែម្ដងហើយគាត់គឺបានប្រើនៅភាសាគម្រាមទៅកាន់លោកគ្រូនោះបន្ថែមទៀតតែម្ដងហើយមុននឹងបញ្ចប់វីដេអូខ្ញុំទៅបង្កើតនៅ Channel ថ្មីអញ្ចឹងសង្ឃឹមអ្នកទាំងអស់គ្នាគឺជួយ Subscribe និងចុច Like វីដេអូខ្ញុំម្នាក់មួយផងទៅ
សួស្តីខ្ញុំ KS Manva ហើយមកនឹងចូលវីដេអូរបស់យើងខ្ញុំសូមអរគុណដល់ការបញ្ចុះឧបត្ថម្ភយើងដែលបានឧបត្ថម្ភខ្ញុំមកកាន់រូបខ្ញុំបាទចំនួន 5,000 រៀលដែរដោយផ្ដើម chapter ទី 4 របស់យើងមកត្រឡប់ទៅអតីតកាលរបស់គឹមយ៉ុងសុននៅពេលនោះខ្លួនក៏សម្រេចចិត្តទៅសុំជំនួយពីលោកគ្រូប៉ុន្តែវាមិនបានដូចជាការគិតឡើយដល់ពេលនោះគឺលោកគ្រូមិនបានខ្វល់អំពីការធ្វើបាបរបស់ពួកគេឡើយបែរជាទុកខ្ញុំចោលហើយនៅពេលដែលខ្លួនត្រឡប់មកវិញបែរជាទទួលផលកាន់តែអាក្រក់ដែលពួកគេនេះគឺធ្វើបាបខ្លួនកាន់តែខ្លាំងព្រោះខ្លួននេះគឺហ៊ានប្រាប់គ្រូចាប់ពីពេលនោះហើយទើបខ្ញុំបានដឹងថាលោកគ្រូរបស់ខ្ញុំនេះគឺស៊ីសំណូកហើយពេលនោះខ្ញុំក៏បានឃើញលោកគ្រូបានមកឃើញអំពើហិង្សានេះដែរសង្ឃឹមថាគាត់នឹងជួយតែចុងក្រោយគាត់បានធ្វើមិនឃើញមិនលឺតាមពិតទៅពួកគេនេះគឺធ្វើបាបខ្ញុំដោយសេរីសោះដែលគេបានឲ្យលុយទៅកាន់លោកគ្រូមុនទៅហើយខ្ញុំមានតែឯងទេខ្ញុំពិតជាចង់ចេញពីពិភពដ៏អាក្រក់នេះណាខ្ញុំក៏បានតដៃទៅកាន់ពួកគេវិញតែជំរឿននេះវាកាន់តែខុសដែលទទួលត្រឡប់មកវិញនោះគឺជាការស្ដីបន្ទោសអំពីសំណាក់គ្រួសាររបស់សិស្សដែលខ្ញុំនេះធ្វើឲ្យគេបាក់ក្តោងច្រមុះតែបន្តិចទេប៉ុន្តែគេចាប់ប្រកាន់ថាគ្រប់យ៉ាងគឺមកពីខ្ញុំហើយយាយដូនរបស់ខ្ញុំនេះគឺខំប្រឹងសុំទោសទៅកាន់គេទាំងបានឃើញហើយថានរណាគេគឺជាជនរងគ្រោះពិតប្រាកដក៏ដោយហើយតាំងពីពេលនោះមកខ្ញុំជាប់ឈ្មោះខ្លាចជាសិស្សមិនល្អថ្ងៃមួយខ្ញុំក៏ឈានរហូតដល់ដេកក្នុងមន្ទីរពេទ្យរយៈពេល10ឆ្នាំហើយពេលនេះខ្ញុំនឹងសងសឹកមនុស្សគ្រប់គ្នាលែងប្រើច្បាប់នៃយុត្តិធម៌ទៀតហើយខ្ញុំនឹងប្រើកម្លាំងបាយនិងច្បាប់ព្រៃហើយត្រឡប់មកកាន់បច្ចុប្បន្នកាលរបស់យើងវិញដែលលោកគ្រូរបស់យើងពិតជាខឹងទៅកាន់គឹមយ៉ុងសុនខ្លាំងមែនទែនហើយនិយាយអ្វីដូចជាមិនសមហេតុផលសោះប៉ុន្តែគឹមយ៉ុងសុននិយាយទៅតឹងតែជាមួយលោកគ្រូថាលោកគ្រូមុននឹងនិយាយជាមួយខ្ញុំគួរតែគិតឲ្យហ្មត់ចិត្តសិនចាំនិយាយហើយចាំខ្ញុំនិយាយបន្តមានដូចជាការទទួលនៅប្រាក់សំណូកអំពីម្ដាយរបស់ចុងមីនហូដូចជារឿងដែលបានធ្វើអីជាមួយគ្រូអង់គ្លេសជាមួយនឹងសិស្សទៀតផងតើខ្ញុំនិយាយត្រូវដែរទេលោកគ្រូឬក៏ចង់ឲ្យខ្ញុំបន្ថែមទៀតអត់ហើយគឹមយ៉ុងសុនក៏បានគម្រាមថាប្រសិនបើរឿងនេះលាតត្រដាងនោះខ្ញុំមិននឹកស្មានថាវានឹងមានរឿងអ្វីកើតឡើងទេតែលោកគ្រូពិតជាចង់បំផ្លាញអាជីពជាគ្រូបង្រៀននេះខ្លាំងណាស់មែនទេហើយយើងក៏បាននឹកសម័យទៅអំឡុងពេលដែលគឹមយ៉ុងសុនត្រូវបានគេសម្លាប់ហើយផែនការផ្សេងៗក៏ត្រូវបានបែកធ្លាយដោយប្រពន្ធលោកគ្រូរបស់យើងពិតជាខឹងទៅកាន់លោកគ្រូខ្លាំងមែនទែនដែលដឹងថាលួចមានអីជាមួយគ្រូអង់គ្លេសជាមួយសិស្សមិនត្រឹមតែប៉ុណ្្នឹងទេមានថែមទាំងស៊ីសំណូកសុកប៉ាន់ពុករលួយទៀតផងហើយពេលនេះដែរខ្លួនក៏បានសម្រេចក្នុងការគម្រាមទៅកាន់លោកគ្រូផងដែរដែលមើលសភាពរបស់លោកគ្រូទៅពិតជាញ័រខ្លាំងមែនទែនហើយលោកគ្រូយើងក៏សួរទៅកាន់គឹមយ៉ុងសុនដែរតើពេលបន្ទាប់គួរឲ្យខ្លួននេះគឺធ្វើអ្វីខ្លះប៉ុន្តែគឹមយ៉ុងសុនថាមិនបាច់ធ្វើអ្វីច្រើនទេគ្រាន់តែធ្វើមិនលឺមិនឃើញដូចតែពីមុនទៀតទៅហើយរឿងសោះប៉ុន្មានទុកឲ្យខ្ញុំជាអ្នករ៉ាប់រងទាំងអស់ហើយគ្រាន់តែរក្សាភាពស្ងៀមស្ងាត់របស់អ្នកដល់ពេលដែលខ្ញុំនេះបញ្ចប់ការសិក្សាខ្ញុំនឹងរក្សាអត្ថកម្ពុជាឲ្យអ្នកជារៀងរហូតតើលោកគ្រូមានស្ដាប់អ្វីដែលសិស្សបាននិយាយយល់ដែរឬអត់សង្ឃឹមថាលោកគ្រូនេះមិនធ្វើឲ្យសិស្សខកបំណងឡើយណាហើយយើងក៏បានឃើញនឹងគឹមយ៉ុងសុនបានចាក់ចេញពីការិយាល័យគ្រូពេលនេះគាត់បានបញ្ចប់នឹងបញ្ហាមួយហើយសល់បញ្ហាមួយទៀតខ្លួនគួរតែបញ្ចប់វាដែលខ្លួននេះគឺសម្ដៅទៅកាន់មនុស្សម្នាក់ផងដែរហើយយើងក៏បានកាត់ទៅកាន់អាប៉ែចុងមីនហូរបស់យើងកំពុងតែបញ្ចេញកំហឹងដែលវាពេលនេះគិតថាគឹមយ៉ុងសុនរបស់យើងគឺចាប់ហើយព្រោះថាគ្រូនឹងទទួលសំណូកពីម្ដាយខ្លួនតែប៉ុណ្ណេះវាដឹងតែស្បៃហើយទោះបីជាយ៉ាងណាក៏ដោយក៏ខ្លួននេះមានភាពភ័យខ្លាចជាមួយនឹងគឹមយ៉ុងសុនខ្លះដែរប៉ុន្តែយ៉ាងណាក៏មិនគួរបង្ហាញឲ្យគេគ្រប់គ្នាឃើញដែរហើយមនុស្សគ្រប់គ្នាគឺពិតជាភ័យខ្លាចជាមួយនឹងទង្វើដែលវាបានបញ្ធ្វើនេះខ្លាំងមែនទែនប៉ុន្តែជាយ៉ាងណាក៏ដោយវាគឺចង់ធ្វើជាអ្នកធំនៅទីនេះហើយក៏មិនឲ្យគឹមយ៉ុងសុននេះមករារាំងនៅផែនការរបស់វាឡើយហើយក៏បានទៅអង្គុយតុរបស់គឹមយ៉ុងសុនហើយវានឹងគឺសប្បាយចិត្តខ្លាំងមែនទែនទោះបីគឹមយ៉ុងសុនកំចាប់មិត្តភក្តិវា3នាក់ក៏ដោយប៉ុន្តែខ្លួនមិនអន់ដោយអា3នាក់នោះទេខ្លួននឹងកំចាប់គឹមយ៉ុងសុនតែនិយាយមិនតាន់ចាប់ផងគឹមយ៉ុងសុនក៏បានមកដល់ក៏បានហៅឈ្មោះវាចំហើយបានបញ្ចេញអោរ៉ាកាច់ខ្លាំងមែនទែនគឺយើងគួរតែបញ្ចប់អ្វីដែលនៅសេសសល់ជាមួយឯងដែលធ្វើវាគឺកាន់តែភ័យហើយភ័យមិនតាន់ចាប់ផងគឺត្រឹមមួយដៃគឺទៅជញ្ជាំងបាត់ទៅហើយដែលធ្វើឲ្យវានេះគឺកាន់តែភ័យខ្លាចជាមួយនឹងគឹមយ៉ុងសុនប៉ុន្តែមិនបាច់ភ័យយូរនោះទេគឺហក់មកអុកមួយជង្គង់បាត់ទៅហើយពេលនេះគឺអាក្អូនមីនហូរបស់យើងត្រូវគឹមយ៉ុងសុនដាក់យកឡើងដូចជាមនុស្សឈួតកំពុងតែស្រេកឃ្លានឈាមហើយវាយគ្មានសន្ចំដៃទេពេលនេះលោកគ្រូក៏បានមកដល់ផងដែរទោះបីបានទទួលលុយអំពីម្ដាយរបស់មីនហូក៏ដោយក៏មិនអាចជួយអ្វីបានដែរមានតែធ្វើមិនឃើញមិនលឺហើយចាកចេញទៅទោះបីពេលនេះវាចង់សុំជំនួយនរណាគេក៏ដោយក៏មិនអាចដែរហើយមីនហូរបស់យើងគឺពិតជាឈឺចាប់ខ្លាំងណាស់ប៉ុន្តែគឹមយ៉ុងសុនរបស់យើងក៏បាននិយាយទៅកាន់វាថាមិនបាច់ប្រឹងរកជំនួយនោះទេព្រោះគ្មាននរណាគេអាចជួយឯងបានឡើយយើងក៏បានកាត់5នាទីមុនលោកគ្រូរបស់យើងទៅថ្នាក់របស់គឹមយ៉ុងសុនដែលគាត់នេះគឺពិបាកសម្រេចចិត្តខ្លាំងមែនទែនថាជួយគឹមយ៉ុងសុនឬក៏ចុងមីនហូប៉ុន្តែខ្លួនទទួលលើអំពីម្ដាយរបស់ចុងមីនហូគឺច្រើនខ្លាំងមែនទែនមុននឹងចូលរៀនឲ្យមើលថែទៅកាន់កូនគាត់គឺឈឺក្បាលខ្លាំងមែនទែនគិតរកវិធីដោះស្រាយចុងក្រោយគាត់គិតថានឹងជួយទៅកាន់
ចុងមីនហូហើយគៀបសង្កត់ទៅកាន់គឹមយងសុនប៉ុន្តែគាត់តែគាត់ងើបដើម្បីទៅគិតចាប់ការទៅកាន់គឹមយងសុនយើងធ្វើឲ្យគាត់នេះគឺឈរគាំងតែម្ដងបើថាគាត់គឺគិតឃើញរឿងអីឡើយដែលត្រឡប់មកពេលបច្ចុប្បន្នយើងវិញដែលពេលនេះគឺកំពុងតែទទួលនៅស៊ីនំផាច់អំពីគឹមយងសុនហើយទោះបីគេនេះខំប្រឹងសម្លឹងទៅកាន់គ្រូក៏ដោយក៏គ្រូមិនអាចជួយអ្វីបានដែរតែគាត់នេះគឺហត់ខ្លាំងមែនទែនមិនដឹងថាដោះស្រាយជាមួយនឹងម្ដាយចុងមីនហូយ៉ាងម៉េចទេវើយហើយគាត់ក៏ទ្រាំសម្រាប់ចិត្តដើរចាក់ចេញទៅតែម្ដងដែលគាត់មិនចង់ឲ្យរឿងគ្រូអង់គ្លេសនេះនឹងសិស្សដែលគាត់បានដេកជាមួយនឹងគឺបែកធ្លាយឡើយដែលមកមើលទៅកាន់គឹមយងសុនរបស់យើងវិញគឺខឹងទៅកាន់មីនហូខ្លាំងមែនទែនហេតុអីឯងសម្លឹងទៅកាន់កន្លែងផ្សេងមិនក៏មកមើលយើងអញ្ចឹងហើយខ្លួនក៏ចាប់ផ្ដើមនឹកឃើញនៅពេលអតីតកាលនៅពេលដែលពួកវាធ្វើបាបហើយនៅពេលដែលឃើញទម្រង់មុខវាហើយគឺការសងសឹកគឺទើបតែចាប់ផ្ដើមទេហើយក៏បានដោះលែងវាក៏បានដើរទៅសម្ដៅទៅតុដើម្បីអង្គុយហើយគាត់នេះមានអារម្មណ៍ថាហត់ខ្លាំងមែនទែនហើយក៏ចាប់ផ្ដើមគិតថាប្រសិនបើពេលខ្លួននេះគឺចាប់កំណើតឡើងវិញហើយមិនទៅបង្ករឿងជាមួយអាប៉ែផាមីនឈូនោះប្រហែលជាល្អហើយខ្លួននេះមិនទៅលូកលាន់នឹងរឿងរបស់គេហើយជៀសវាងពួកអាក្មេងទំនើបនឹងវាចាប់ទៅហើយតែមិនអាចនោះទេដោយគំនុំរបស់ខ្ញុំត្រូវតែសងសឹកពួកគេមិនត្រូវអាចខានបានឡើយប៉ុន្តែក៏ពិបាកដែរព្រោះនាយកសាលាគឺចង់ឲ្យសាលាមានសន្តិភាពហើយនាយកសាលានឹងសើមកដល់ខ្លួនមិនខានឡើយហើយរឿងនេះក៏មិនអាចលាក់បានដោយងាយស្រួលដែរព្រោះថាមានសាក្សីជាច្រើនដែលបានឃើញរឿងនេះប៉ុន្តែខ្លួនមិនចង់ស្រមៃថានឹងបានសងសឹកទេខ្លួនគ្រាន់តែចង់រៀនចប់ហើយមានអនាគតដ៏ភ្លឺស្វាងប៉ុន្តែមិនឆាជាយ៉ាងណាទេវាទើបតែចាប់ផ្ដើមទេហើយយើងក៏បានឃើញនៅការប្រជុំនិយាយអំពីគឹមយងសុនរបស់យើងដែលបានវាយនៅមនុស្សប៉ុន្មានអ្នកនោះចូលមន្ទីរពេទ្យហើយសម្រាប់បរិបម្នាក់នេះដែរដែលគាត់នេះគឺជានាយកសាលាដែលមានឈ្មោះថាជូដេហានគាត់ក៏បានសួរទៅកាន់គឹមយងសុនថាឯងបានឃើញនៅជនរងគ្រោះទាំងអស់នោះដែរទេដែលមុខរបស់ពួកគេនេះគឺមើលមិនយល់ឡើយនៅពេលដែលបានចូលមន្ទីរពេទ្យហើយគ្រូប៉ុន្មានអ្នកវិញក៏យល់ស្របតាមសម្ដីលោកនាយកសាលាដែរហើយសម្រាប់អ្នកស្រីម្នាក់នេះវិញដែលគាត់នេះគឺជាគ្រូអង់គ្លេសនឹងឯងដែលគាត់មានឈ្មោះថាលេមីនយ៉ុងគាត់ក៏បានយល់ស្របជាមួយនឹងសម្ដីលោកនាយកសាលាដែលបាននិយាយនេះផងដែរហើយអ្នកគ្រូអង់គ្លេសនេះពិតជាយ៉ាងដាក់ទោសទៅកាន់គឹមយងសុនមែនប៉ុន្តែបានលោកគ្រូនេះគឺហាមធ្វើគាត់ឆ្ងល់មែនតែវាមានស្អីទៅដែលចិត្តរបស់គាត់នេះគឺមិនចង់ឲ្យអ្នកគ្រូយើងគឺនិយាយអីច្រើនទេខ្លាចនៅគឹមយងសុននេះបង្ហាញនៅការពិតរបស់ខ្លួននេះឲ្យគេគ្រប់គ្នាដឹងដែលលោកគ្រូរបស់យើងនេះគឺភ័យខ្លាំងតែនហើយក៏បានមើលមុខទៅកាន់គឹមយងសុនបណ្ដាហើយក៏បាននិយាយទៅកាន់លោកគ្រូនាយកបណ្ដាថានេះមិនមែនជាកំហុសរបស់គឹមយងសុនទាំងអស់ទេដែលរឿងនេះគឺបណ្ដាលមកពីអាប៉ែដែលមានឈ្មោះថាផាមីនឈូហើយក៏ធ្វើឲ្យលោកគ្រូនាយករបស់យើងនឹងក៏យើងភ្ញាក់ផ្អើលដែរហើយឥឡូវយើងគឺស្គាល់ឈ្មោះលោកគ្រូរបស់តួឯកយើងហើយដែលក៏មានឈ្មោះថាឆុងយុលដែលគឺជាគ្រូបន្ទុកថ្នាក់ទី1របស់តួឯកយើងតែម្ដងហើយលោកនាយកយើងក៏បានថាអញ្ចឹងមានន័យថាពីអាចារ្យតាដែលក្រុមរបស់ផាមីនឈូយើងនឹងតែងតែបៀតបៀនគេហើយជាក្មេងទៅនឹងវាជាការពិតដែរហើយលោកនាយកយើងនៅតែនិយាយអញ្ចឹងទោះបីក្រុមរបស់ពួកគេនេះគឺជាក្មេងទៅនឹងក៏ដោយតែមិនគួរទៅដល់ថ្នាក់ហ្នឹងទេលោកគ្រូយងឈររបស់យើងគឺថាតួប្រុសរបស់យើងនេះគឺជាជនរងគ្រោះគឺឲ្យលោកនាយកយើងគឺគិតពិចារណាទៅអ្នកដាក់ទោសនោះគឺជាពួកគេទេដែលជាក្រុមផាមីនឈូពួកយើងក្នុងនាមគឺជាគ្រូគួរតែរកយុត្តិធម៌ឲ្យសិស្សប៉ុន្តែសម្ដីនេះបានតែអញ្ចឹងទេបើមែនតែនវិញស៊ីសំណូកសោះហើយលោកនាយករបស់យើងនេះគឺនិយាយមិនត្រូវគ្នាសោះយ៉ាងណាក៏ចង់ដាក់ទណ្ឌកម្មទៅកាន់តួប្រុសរបស់យើងប៉ុន្តែដោយសារពួកគេនេះនិយាយមិនត្រូវគ្នាក៏ឡើងទៅសាយកជាមួយគ្នាតែម្ដងទៅយើងក៏បានដឹងដែរថាលោកនាយករបស់យើងក៏បានទទួលសំណូកអំពីម្ដាយឪពុករបស់ហុងមីនហូដូចគ្នាអញ្ចឹងហើយគាត់នេះក៏ចង់ឲ្យគឹមយងសុននេះគឺទទួលការខុសត្រូវផងដែរទោះបីដឹងថាគេនេះមិនបានខុសក៏ដោយហើយក៏បានប្រាប់អ្នកទាំងអស់គ្នាថាមួយអាទិត្យទៀតនឹងបើកការស៊ើបអង្កេតប្រជុំគ្នាម្ដងទៀតដែលពួកគេនឹងគឺមានគោលបំណងនៅស៊ើបនៅពីអាចារ្យតារាដែលក្រុមក្មេងទំនើបនោះហើយជាមួយនឹងសកម្មភាពដែលប្រាអំពើហិង្សារបស់គឹមយងសុនហើយក៏បានផ្អាកការសិក្សារបស់គឹមយងសុនយើងរយៈពេលមួយអាទិត្យផងដែរហើយត្រឡប់មកវិញជាមួយនឹងអាណាព្យាបាលប៉ុន្តែយើងក៏បានឃើញទឹកមុខរបស់គឹមយងសុនដែរមានតែស្នាមញញឹមមិនមានភាពភ័យខ្លាចសូម្បីតែបន្តិចគឹមយងសុនក៏បានថាដឹងហើយក៏បានងើបចាក់ចេញទៅហើយធ្វើលោកគ្រូរបស់យើងគឺហៅទៅកាន់គឹមយងសុនហើយទៅប្រាប់ថាតើថ្ងៃនេះខ្លួនធ្វើបានល្អដែរទេខ្ញុំនេះគឺហ៊ានប្រឆាំងជាមួយនឹងម្ដាយរបស់ឆុងមីនហូមិនក៏ឯងធ្វើមិនខុសពីយើងអញ្ចឹងនៅពេលដែលបានឃើញទង្វើលោកគ្រូគឹមយងឈុលរបស់យើងហើយធ្វើឲ្យគឹមយងសុនរបស់យើងគិតថាគួរឲ្យចាប់អារម្មណ៍ពិតមែនប៉ុន្តែគ្រូមួយនេះគឺបាត់បង់ឆន្ទៈជាគ្រូណាស់យូរមកហើយមកឥឡូវធ្វើតាមឆន្ទៈគ្រូឯណាមើលទៅខ្លាចបែកអាចកំបាំងទេហើយក៏បានសរសើរទៅកាន់លោកគ្រូយងឈុលថាលោកធ្វើបានល្អណាស់ប៉ុន្តែលោកគ្រូយើងខំនិយាយប៉ុន្តែទូប្រុសយើងក៏កាត់ប៉ុន្តែ
មើលទៅលោកគ្រូប្រហែលជាដឹងហើយថាផាមានឈោនេះប្រហែលជាធ្វើអំពើហិង្សាទៅលើសិស្សយូរណាស់មកហើយត្រូវអត់ហើយក៏បានធ្វើឲ្យលោកគ្រូយើងចូលរបស់យើងគឺកាន់តែភ័យតែម្ដងហើយគឹមយងសុនថាមិនបាច់ចាំភ័យទេធ្វើរឿងនឹងបន្តទៅរហូតដល់ខ្ញុំបញ្ចប់ការសិក្សាហើយគឹមយងសុនចាប់ផ្ដើមនិយាយពាក្យកាន់តែគួរឲ្យខ្លាចទៅប្រសិនបើលោកគឺចង់ឲ្យខ្ញុំនេះបិទមាត់នៅរឿងនេះឲ្យចិត្តលោកគ្រាន់តែសរសេរពាក្យល្អៗនិងការពារខ្ញុំគ្រប់យ៉ាងទៅប៉ុន្តែបើលោកមិនអាចធ្វើបានទេមានន័យថាអាជីពជាគ្រូបង្រៀនរបស់លោកគឺត្រូវបានបញ្ចប់ហើយយ៉ាងណាក៏ដោយខ្ញុំសន្យាថាខ្ញុំមិននិយាយរឿងនេះឡើយបើលោកធ្វើបានហើយគឹមយងសុនក៏បានចាក់ចេញទៅដល់យើងបានឃើញនៅលោកគ្រូយើងចូលរបស់យើងគឺមានតែឆ្លើយថាយល់ព្រមជាមួយនឹងតួប្រុសយើងទាំងស្រពោនប៉ុន្តែខ្លួននៅពេលនឹកឃើញរឿងអតីតកាលហើយពិតជាក្តៅខ្លាំងមែនតើនៅពេលលោកគ្រូយើងមិនដែលជួយខ្លួនតែយ៉ាងណាក៏ដោយសង្ឃឹមថាខ្លួននេះនឹងអាចបញ្ចប់ការសិក្សាដោយជោគជ័យហើយងាយស្រួលទេសម្រាប់លោកគ្រូយើងចូលដែលកម្ចាប់គាត់នោះវាមិនវិបាកឡើយប៉ុន្តែសម្រាប់សិស្សមួយសាលាវិញវាមិនងាយស្រួលឡើយហើយខ្លួនក៏បានយកកាតាបចាក់ចេញទៅគឺបានគិតហើយថាវាគឺរយៈពេលមួយសប្តាហ៍ទៀតខ្លួនត្រូវតែរកខ្នងបង្អែកមិនអាចពឹងទៅលើលោកគ្រូយងឈលបានតែមួយនោះទេកាន់មកផ្លូវដ៏ស្ងប់ស្ងាត់របស់យើងនៅកន្លែងនេះវិញយើងក៏បានឃើញថាទូប្រុសយើងគឺសប្បាយចិត្តមែនទែនដែលបានដើរផ្លូវនេះម្ដងទៀតហើយខ្លួនសម្រេចចិត្តទៅនៅកន្លែងដែលមានតម្លៃថោកកន្លែងស្នាក់នៅរបស់ខ្លួននេះគឺពិតជាតោកយ៉ាក់មែនទែនដោយសារតែខ្លួននេះគឺគ្មានលុយឡើយគឺឪពុកម្ដាយរបស់ខ្លួនគឺបានស្លាប់មានតែចំណាយលុយផ្ទាល់ខ្លួនពេលដែលគឹមយងសុនបានចូលមកដល់ក្នុងផ្ទះក៏បានស្រែករកយាយផងដែរប៉ុន្តែគាត់មិនបានឃើញយាយនោះទេហើយក៏ចាប់ផ្ដើមគិតនៅជីវិតមុនរបស់ខ្លួនផងដែរពីមុនខ្លួនមិនមានពេលវេលានៅជាមួយយាយដើម្បីសាងអនុស្សាវរីយ៍ឡើយប៉ុន្តែក៏វាជាសំណាងអភូតហេតុផងដែរតែធ្វើឲ្យខ្ញុំត្រឡប់មកវិញខ្ញុំនឹងចំណាយពេលឲ្យទៅកាន់យាយរបស់ខ្ញុំនិងរកទីកន្លែងល្អៗឲ្យយាយនិងប្អូនប្រុសរបស់ខ្ញុំពិសេសនោះគឺជាការសងសឹកហើយឥឡូវនេះគឺសល់រយៈពេលមួយអាទិត្យទៀតដើម្បីចូលសាលាខ្ញុំត្រូវតែរៀបចំផែនការដើម្បីគ្រប់គ្រងតំបន់នេះយកតែម្ដងដែលខ្លួនចង់ធ្វើជាមេធំនៅទីនេះជាដំបូងត្រូវតែមានផែនការ3មុនសិនដែលខ្លួនគឺត្រូវការមនុស្សម្នាក់ដើម្បីនៅក្រោមអាវ៉ាតដែលម្នាក់នោះគឺជាអ្នកខ្លាំងគ្រប់គ្រងសាលាតែម្ដងប៉ុន្តែមិនអាចទេព្រោះខ្លួនមិនមែនជាងាយបញ្ចុះបញ្ចូលគេបានឡើយហើយផែនការបន្តទៀតត្រូវតែរៀបចំឲ្យច្បាស់លាស់ព្រោះថាអនាគតខ្លួននឹងប៉ាននៅក្រុមខ្លាំងនឹងសត្រូវផ្សេងៗទៀតអញ្ចឹងហើយត្រូវតែមានកម្លាំងចុងក្រោយនោះត្រូវតែមានអ្នកនៅឈរពីក្រោយខ្នងដើម្បីទប់ទល់ជាមួយមនុស្សទាំងអស់នោះព្រោះពួកគេគឺមានអំណាចមានទាំងលុយប៉ុន្តែជាដំបូងខ្ញុំគួរតែរកវិធីដើម្បីដោះស្រាយជាមួយនឹងការដោះទណ្ឌកម្មនិងគណៈកម្មការរបស់សាលាសិនហើយយើងក៏ទុកឲ្យនៅគឹមយងសុនយើងគិនម្នាក់ឯងសិនទៅហើយកាន់មកពុកពលីយើងវិញយើងក៏បានឃើញនៅបរិសម្នាក់បានស្រាអាឡោអាឡាខ្លាំងមែនតើតែនឹងយើងជាណាទេគ្រួសារយើងជាណាគេទេឯងហ៊ានប៉ះយើងឯងចង់មកចាប់អាជីពជាប៉ូលីសហើយមែនទេហើយប៉ូលីសក៏ឲ្យគាត់នេះគឺស្ងប់ស្ងាត់ប៉ុន្តែគាត់នៅតែមិនស្ដាប់ចឹងគឺនៅតែស្រែអាឡោអាឡាពេញហ្នឹងហើយក៏បានប្រាប់ខ្លួនឯងថាខ្លួនឯងនេះគឺជាអ្នកអាយុ35ឆ្នាំជាកូនប្រុសច្បងនៃគ្រួសារមូលីឆុងយ៉ាងហើយខ្លួនមានឈ្មោះថាហ្គោឆាងបងហើយគាត់ក៏បានទៅបំផ្លាញនៅពុកប៉ូលីសនឹងយកតែម្ដងហើយប៉ូលីសក៏ដឹងថាគាត់មកពីគ្រួសារមូលីឆុងយ៉ាងភ្លាមគឺភ័យបែកញើសតែម្ដងហើយបានទៅមកចាប់ខត់ទេលេងសូវហ៊ានធ្វើអីព្រោះដឹងអំណាចរបស់គ្រួសារនេះហើយយើងក៏បានដឹងថាមើលទៅគាត់មិនបានធ្វើខុសអ្វីទេសង្ស័យមានអ្នកកំពុងតែរៀបគម្រោងការដើម្បីចាប់ប្រកាន់គាត់មិនខានឡើយព្រោះវាមិនដែលណាគ្រាន់តែចាប់អញ្ចឹងសោះគឺដោះដាក់ដេកមន្ទីរពេទ្យទេហើយយើងក៏បានដឹងដែរថាប៉ុន្មានថ្ងៃមុនឪពុករបស់ខ្លួននេះគឺបានប្រកាសអំពីសង្គ្រាមស្នងតំណែងនៃគ្រួសារផងដែរនេះប្រហែលជាមូលហេតុនៃការធ្វើបាបខ្លួននិងទម្លាក់កំហុសហើយឆាងបងគឺមានប្អូនប្រុសម្នាក់ផងដែរប៉ុន្តែអត្រាយកឈ្នះគេគឺមានទីខ្លាំងមែនទែនព្រោះខ្លួនគឺបញ្ចប់នឹងការសិក្សាគឺថ្នាក់មិនសូវខ្ពស់ឡើយប៉ុន្តែប្អូនរបស់ខ្លួនបញ្ចប់សិទ្ធិថ្នាក់ឧត្តមសិក្សាជាមួយនឹងរៀបការជាមួយនឹងនារីម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនមែនទែននិយាយទៅឋានៈខ្ពង់ខ្ពស់ទៀតហើយប៉ូលីសក៏បានចាប់ប្រកាន់ទៅកាន់ឆាងបងផងដែរដែលបានបង្កឲ្យគេមានរបួសចូលមន្ទីរពេទ្យយ៉ាងណាក៏ដោយក៏មិនមានផុសតាងនឹងកាមេរ៉ាដើម្បីរំដោះទៅកាន់ឆាងបងដែរអញ្ចឹងហើយកំហុសគ្រប់យ៉ាងគឺមកពីឆាងបងនឹងឯងប៉ុន្តែយើងក៏បានឃើញនៅគឹមយងសុនគឺបានមកជាមួយនឹងការធានាទៅកាន់ឆាងបងផងដែរនឹងឲ្យកាមេរ៉ាទៅកាន់ប៉ូលីសក៏បានមើលហើយក៏បានសួរទៅកាន់គឹមយងសុនតើឯងបានវាមកពីណាហើយក្នុងកាមេរ៉ានោះគឺពួកគេបានបង្ករឿងទៅកាន់ឆាងបងមុនហើយគឹមយងសុនក៏បានប្រាប់ហេតុផលដែលខ្លួនបានកាមេរ៉ាដែរដែលកាមេរ៉ានេះគឺបានមកពីឡានមិត្តភក្តិរបស់ខ្លួនដោយសារតែការធ្វើបាបនេះចឹងទៅឆាងបងក៏តបតជាមួយពួកគេហើយក្នុងនាមខ្ញុំជាពលរដ្ឋល្អឃើញនៅជនរងគ្រោះបែរជាត្រូវគេចាប់ប្រកាន់បែបនេះខ្ញុំមិនសុខចិត្តឡើយហើយបងប្រុសខាងនេះគ្រាន់តែគាត់មានកម្លាំងខ្លាំងតែប៉ុណ្ណោះហើយគ្រាន់តែគាត់ការពារខ្លួនតើវាខុសច្បាប់អត់ហើយធ្វើឲ្យឆាងបងយើងគឺសម្បត្តិខ្លាំងតែនមែនហើយអាកូនសង្ហាយើងនេះគឺនិយាយត្រូវហើយក៏វាជាសំណាងរបស់ឆាងបងផងដែរមានទាំងសាក្សីមានទាំងវីដេអូជួយសង្គ្រោះគេអញ្ចឹងហើយប៉ូលីសក៏គ្មានអីត្រូវចាប់ឆានបងទៀតដែរក៏បានដល់លេងឆានបងតែសម្រាប់ការបំផ្លាញទ្រព្យសម្បត្តិរបស់ស្ថានីយ៍ប៉ូលីសអញ្ចឹងហើយត្រូវឲ្យគាត់សងប៉ុន្តែឆានបងបែរជាទៅដាក់ប៉ូលីសនោះថាវាមិនមែនជាកំហុសរបស់ខ្ញុំទេវាជាបញ្ហារបស់អ្នកហើយខ្ញុំនឹងចងចាំមុខអ្នកទុកខ្ញុំនឹងធ្វើឲ្យអ្នកនេះគ្មានអនាគតភ្លឺស្វាងឡើយហើយយើងក៏បានកាន់មកកាន់ខាងក្រៅពុកប៉ូលីសផងដែរហើយឆានបងសប្បាយចិត្តឡើងមែនទែនក៏បានអរគុណទៅកាន់គឹមយងសុន
ហើយខ្លួននេះបើមានអ្នកមានគុណចំពោះខ្លួនគឺខ្លួនចូលចិត្តសងគុណគេមែនតើក៏បានឲ្យលុយមួយបាច់ទៅកាន់គីមយ៉ុងសុនយើងគឺយកលុយតែម្ដងគ្មានប៉ាសអីទេតែគាត់ចម្លើយជាខ្លាំងមែនតើក្មេងនេះមើលទៅធម្មតាទេយកលុយទាំងគ្មានភាពស្ទាក់ស្ទើរហើយក៏ឆ្ងល់អំពីបញ្ហាដែលគីមយ៉ុងសុនបានកាមេរ៉ានៅប្រអប់ខ្មាំងនោះមកដែរប៉ុន្តែគីមយ៉ុងសុនបានប្រាប់ទៅកាន់ឆាំងបងថាអ្នកគិតថានេះគឺជារឿងចៃដន្យអត់ដែលខ្ញុំនេះមកជួយអ្នកធ្វើឲ្យឆាំងបងគឺឆ្ងល់ខ្លាំងមែនតើតែមានន័យយ៉ាងម៉េចទៅតែគីមយ៉ុងសុននេះគឺមានគោលបំណងមកជួយទៅកាន់ឆាំងបងតែម្ដងដឹងទៀតថាគាត់គឺជាកូនប្រុសច្បងនៃគ្រួសារម៉ូលីឆាំងយ៉ុងហើយកំពុងតែដណ្ដើមតំណែងជាមួយនឹងប្អូនប្រុសរបស់គេដែលធ្វើឲ្យឆាំងបងគឺខឹងខ្លាំងមែនតើតែជានរណាគេទៅប៉ុន្តែគីមយ៉ុងសុនយើងថាសម្រួលទៅវាជារឿងធម្មតាទេហើយក៏បានសួរបញ្ជាក់ទៅកាន់ឆាំងបងផងដែរថាខ្ញុំនិយាយត្រូវដែរឬអត់ហើយយើងក៏បានដឹងដែរថារឿងទាំងអស់ហ្នឹងគឺគីមយ៉ុងសុនបានដឹងពីរឿងអតីតកាលរបស់ខ្លួននៅពេលដែលខ្លួនបានដេញនៅមន្ទីរពេទ្យហើយក្នុងនាមខ្លួននេះគឺជាអ្នកដែលមានគុណចំពោះឯងតែខ្ញុំសូមពេលឯងនិយាយពេល1ម៉ោងដើម្បីនិយាយគ្នាបានអត់ខ្ញុំនឹងមិនឲ្យឯងនេះខាតពេលវេលាដ៏មានតម្លៃរបស់ឯងឡើយប៉ុន្តែការនិយាយនេះមិនមែននិយាយសម្រាប់អ្នកទេវាគឺជាអនាគតរបស់អ្នកហើយយើងក៏បានកាន់មកកាន់ហាងកាហ្វេរបស់យើងផងដែរដែលគីមយ៉ុងសុនបានបង្ហាញនៅច្បាប់ដើមទាំងអស់តែម្ដងទៅកាន់ឆាំងបងយើងដែលពួកគេនេះកន្លះម៉ោងមុនបានប្រមូលផ្ដុំគ្នាហើយវាក៏មិនមែនជារឿងចៃដន្យដែរដែលមើលទៅពួកគេមានគោលបំណងចង់ធ្វើបាបឯងហើយអញនឹងចង់ទម្លាក់កំហុសទៅកាន់ឯងផងដែរគ្រាន់តែឯងមកដល់ភ្លាមគឺគេបានបើកការវាយប្រហារភ្លាមហើយពេលនេះគីមយ៉ុងសុនក៏ចាប់ផ្ដើមនិយាយចូលសាច់កាប់តែម្ដងខ្លួននេះគឺមានភាពស្មោះត្រង់ចំពោះលោកបងខ្លាំងមែនតើដែលខ្លួននេះគឺចង់ជួយលោកបងដើម្បីដណ្ដើមនៅគេមរតកនិងក្លាយជាអ្នកស្នងតំណែងផងដែរហើយលោកបងអាចគិតបានតើវាគឺជារឿងចៃដន្យឬក៏ជាការចេតនាហើយក៏បានធ្វើឲ្យឆាំងបងគឺភ្ញាក់ខ្លួនព្រើតែម្ដងគឺបានដឹងហើយថារឿងនេះពិតជាចេតនាពិតមែនដែលបងប្រុសរបស់ខ្លួនគឺរៀនខ្ពស់ខ្លាំងមែនតើហើយជាមួយនឹងការហើយចេតនាមួយនេះមើលទៅគេពិតជាចង់ដណ្ដើមមរតកខ្លាំងមែនតើហើយទើបធ្វើវិធីបែបនេះបន្ទាប់ពីកាត់អស់មួយសន្ទុះឆាំងបងក៏បានសួរទៅកាន់គីមយ៉ុងសុនហេតុអ្វីបានអញប្រាប់យើងទាំងអស់ហើយយើងក៏បានលើការរៀបរាប់របស់គីមយ៉ុងសុនផងដែរដែលក្រុមហ៊ុនរបស់ឪពុករបស់ឆាំងបងយើងគឺពិតជាធំមែនដែលជាអ្នកមកការសំណងប៉ុន្តែសង្គ្រាមដណ្ដើមគេមរតកនេះវាមិនអាចយកឈ្នះទៅកាន់បងប្រុសរបស់គេបានទេដែលគេនេះគឺបន្លំខ្លួនថាឈឺនៅមេរបួសហើយមានផុសតាំងផ្សេងថាឆាន់បងនេះគឺជាមនុស្សដែលជួយចិត្តប្រើអំពើហិង្សាអញ្ចឹងហើយគេចង់ដណ្ដើមនៅតំណែងទើបប្រើអំពើហិង្សាទៅកាន់បងប្រុសរបស់គេរហូតដល់ឪពុកគេបានដេញគេចេញពីក្រុមហ៊ុនជាមួយនឹងតំណែងហើយរឿងនេះនៅពេលដែលគេចាប់ផ្ដើមផ្សព្វផ្សាយចេញទៅវាគ្រាន់តែជាការលេងសើចដ៏ធំមួយតែប៉ុណ្ណោះហើយយើងក៏បានដឹងដែរថាឆាំងបងគឺជាមនុស្សដែលស្មោះត្រង់ចំពោះក្រុមហ៊ុនខ្លាំងមែនតើប៉ុន្តែកណ្ដាលចរិតរបស់គេរៀងកោងកាចមិនដូចបងប្រុសរបស់គេឡើយនិស្ស័យអាក្រក់ប៉ុន្តែពូកែសំដែងយកមុខខ្លាំងមែនតើហើយសំខាន់ការជួយនេះវាមិនមែនអ្វីហើយការជួយទៅកាន់ឆាំងបងក៏វាគ្មានអ្វីជាគោលបំណងឬក៏គោលដៅរបស់ខ្ញុំដែរវាគ្មានអត្ថប្រយោជន៍ចំពោះខ្ញុំឡើយប៉ុន្តែអ្វីដែលខ្ញុំចង់បាននោះគឺជាខ្នងបង្អែកហើយសម្រាប់ការជួយទៅកាន់គ្រួសាររបស់ខ្ញុំតែប៉ុណ្ណោះព្រោះយើងដឹងហើយថាបើមានអ្នកធំចាំជួយពីក្រោយអញ្ចឹងគ្រួសាររបស់គេក៏មិនខ្លាចនឹងមានអ្នកប៉ះពាល់ដែរហើយក៏បានប្រាប់ទៅកាន់ឆាន់បងថាខ្លួននឹងជួយទៅកាន់ឆាំងបងនឹងជួយសងសឹកនិងយកឈ្នះសង្គ្រាមដណ្ដើមទ្រព្យសម្បត្តិនេះពីបងប្រុសរបស់គេហើយក៏ធ្វើឲ្យឆាន់បងនេះក៏អស់សំណើចខ្លាំងមែនតើគ្រាន់តែជាសិស្សវិទ្យាល័យតែឯងនឹងជួយយើងយ៉ាងម៉េចទៅអំពីការសងសឹកជាមួយនឹងសង្គ្រាមដណ្ដើមទ្រព្យសម្បត្តិនេះហើយធ្វើឲ្យយើងឈ្នះអញ្ចឹងហើយគីមយ៉ុងសុនក៏បាននិយាយបកស្រាយជាច្រើនតែម្ដងធ្វើឲ្យឆាំងបងភ្ញាក់ខ្លួនព្រើតនៃវិទ្យាល័យមែនប៉ុន្តែមិនណយទេហើយខ្លួនមិនចង់ឲ្យលោកគឺជឿខ្ញុំឡើយគ្រាន់តែចង់បានឱកាសហើយពួកយើងនឹងមានឱកាសជិតស្និទ្ធជាមួយគ្នាតែរឿងនេះគឺធ្វើឲ្យឆាំងបងគឺកើតហើយយើងក៏បានកាន់មកខាងក្រៅនេះវិញឆាំងបងកំពុងតែជួបបរិយគាត់នេះគឺគិតឡើងចង់ផ្ទុះក្បាលទៅហើយយើងក៏បានឃើញបុគ្គលិកហាងគឺមកហាមគាត់មិនឲ្យជួបបរិយនេះទេប៉ុន្តែគាត់បានសើចគំរាមថាកុំមករំខានអញបើមិនចង់អញកំទេចហាងរបស់ឯងធ្វើឲ្យកូនរបស់យើងគឺភ័យខ្លាចមែនមានតែសុំទោសតែប៉ុណ្ណោះហើយយើងក៏បានដឹងអំពីគោលបំណងរបស់គីមយ៉ុងសុនផងដែរដោយគាត់នេះបើជួយទៅកាន់បងប្រុសរបស់ឆានបងគឺបានផលច្រើនជាងប៉ុន្តែគឺមិនចង់បានទេព្រោះគេជាមនុស្សគេឡុកអាចនឹងក្បត់ខ្លួនបានប៉ុន្តែសម្រាប់ឆានបងវិញគឺជាមនុស្សដែលស្មោះត្រង់ខ្លាំងមែនតើប៉ុន្តែគ្មានអ្នកណានៅខាងគាត់ទេដោយសារតែគាត់នេះគឺស្មោះត្រង់ខ្លាំងពេកខ្លួននេះនឹងជួយឆានបងឲ្យអស់ពីសមត្ថភាពប្រៀបបានដូចជាទីប្រឹក្សាជូកលៀងជួយទៅកាន់លាវប៉ៃប៉ុន្តែសម្រាប់កំណត់របស់ឆានបងយើងវិញគាត់នឹងគិតថាគីមយ៉ុងសុនគាត់ទៅជាក្មេង17ឆ្នាំតែអាចទៅជួយខ្លួននេះសងសឹកទៅកាន់បងប្រុសខ្លួនបានយ៉ាងម៉េចទៅហើយយើងក៏បាននឹកសម្ដីទៅកាន់ឪពុករបស់គាត់បើឯងនេះមិនអាចរកនៅជំនាញឬការងារច្បាស់លាស់សម្រាប់ខ្លួនឯងទេមិនបាច់ចាំស្នងតម្លៃរបស់ខ្លួនឡើយប៉ុន្តែវាយ៉ាងណាក៏យ៉ាងហ្នឹងទៅខ្លួនគឺសម្រេចចិត្តហើយ
ថាខ្លួននឹងយកទៅកាន់គីម សុន ដើម្បីធ្វើជាជំនួយការរបស់ខ្លួនហើយក៏បានចូលទៅខាងក្នុងបានប្រាប់ថាឥឡូវឯងរៀបរាប់ពីផែនការរបាយមកហើយឯងនិយាយហើយយើងនឹងចាំសម្រេចចិត្តថាតើយើងទទួលយកឬក៏មិនយកហើយសាច់រឿងរបស់យើងក៏បានកាត់ទៅកាន់មូលីមិនដឹងថាឈ្មោះគាត់ត្រូវឬខុសឡើយដោយគាត់នេះមានកំហឹងខ្លាំងមែនទែនបន្ទាប់ពីលើកទូរស័ព្ទឲ្យបោកចោលតែម្ដងដែលគាត់នេះមានកំហឹងទៅកាន់គីម សុន ខ្លាំងមែនទែនគ្រាន់តែជាក្មេង17ឆ្នាំតែប៉ុណ្ណោះបែរជាធ្វើឲ្យខ្លួននេះគឺមានបញ្ហាហើយការដែលខ្លួននេះរៀបចំមកគឺបារ៉ាចៃទាំងអស់ប៉ុន្តែក៏មានទូរស័ព្ទមួយខំមកកាន់គេនៅពេលដែលលើកហើយធ្វើគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនដែលនោះគឺបញ្ហាមកពីអ្នកស្រីម្នាក់ដែលបានបង្កនៅហានយ៉ាហើយយើងក៏បានដឹងដែរថាម្នាក់នេះដែលឈ្មោះថាមូលីនឹងគឺជាប្អូនប្រុសរបស់ឆាងបងហើយយើងក៏ត្រឡប់មកការសន្ទនារបស់អ្នកទាំងពីរនេះវិញដើម្បីយកឈ្នះសង្គ្រាមមួយនេះយើងត្រូវដឹងអំពីការពិតមួយចំនួនផងដែរដើម្បីបានក្លាយជាប្រធានក្រុមហ៊ុនត្រូវតែយកឈ្នះនៅមូលីដែលឆាន់បងគឺមិនយកអ្វីទៅកាន់គីម យុងសុននិយាយទេប៉ុន្តែគីម យុងសុនបានរៀបរាប់យ៉ាងច្រើនទៅកាន់ឆាន់បងតែម្ដងឡើងក្បោះក្បាយហើយភីនេះដែរមិនសូវវាយគ្នាទេប៉ុន្តែនិយាយច្រើនមែនតែនហើយគីម យុងសុនរបស់យើងគឺបានរៀបចំផែនការជាច្រើនប្រាប់ទៅកាន់គេហើយយើងត្រូវតែកុំឆ្វាងឆ្មៃពេកត្រូវចេះរៀបចរិតខ្លួនឯងឲ្យរៀងរំទុំហើយត្រូវចេះសម្ដែងផងហើយត្រូវធ្វើយ៉ាងណាឲ្យមានអ្នកគេមកគ្រប់គ្រងយើងដើម្បីដូចជាការបោះឆ្នោតអញ្ចឹងយើងមានអ្នកខាងយើងកាន់តែច្រើនកាន់តែល្អហើយសម្រាប់កន្លែងនេះដែរដោយសារតែគេនេះគឺនិយាយអំពីការជំនួញជាមួយនឹងផែនការដើម្បីយកឈ្នះនៅការត្រៀមដណ្ដើមមរតកខ្លាំងពេកអញ្ចឹងហើយកន្លែងនេះគឺខ្ញុំមិនសូវយល់ពីការនិយាយរបស់គីម យុងសុនបានច្រើនទេអញ្ចឹងហើយខ្ញុំសង្ខេបកាត់តែម្ដងហើយពិសេសនោះគឺត្រូវឲ្យឆាំងបងនេះរៀបចំខ្លួនឲ្យល្អជាងមុនដូចជាត្រូវមានផែនការជីវិតមានដូចជាការមានជំនាញច្បាស់លាស់ហើយធ្វើឲ្យឪពុករបស់ឯងនេះគឺមើលទៅដឹងថាឯងនេះមិនមែនអន់ទេហើយក៏មានអនាគតដើម្បីអាចពឹងពាក់បានដែរហើយយើងនៅពេលដែលបានធ្វើរឿងទាំងអស់ហ្នឹងបានសម្រេចចាំមើលថាឪពុកឯងនឹងជ្រើសរើសអ្នកណាគេក្នុងចំណោមទាំងពីរនាក់នេះហើយយើងក៏បានលើកសម្ដីរបស់គីម យុងសុននិយាយអំពីផែនការគេបណ្ដាលជាមួយនឹងរូបភាពរបស់ខាងប្រុសរបស់ឆាំងបងដែលជាមូលីបណ្ដាលដែលឃើញថាមូលីនេះគឺភ័យខ្លាំងមែនតើហើយគេបាននិយាយបន្តទៀតថាយើងត្រូវតែរកចំណុចខ្សោយរបស់មូលីឲ្យឃើញដើម្បីចាក់គេឲ្យត្រូវមិនឲ្យគេបដិសេធបានហើយយើងក៏បានឃើញថាមាននារីម្នាក់កំពុងតែរបួសធ្ងន់ខ្លាំងមែនទែនដែលចេញពីសំណាក់ម្នាក់មើលទៅប្រៀបបានដូចជាប្រពន្ធរបស់មូលីអញ្ចឹងដែលខ្ញុំគឺសន្និដ្ឋានទេហើយដោយសារតែខ្ញុំនេះគឺមានសម្លេងរំខានខ្លាំងមែនទែនអញ្ចឹងហើយគឺពិបាកធ្វើរឿងខ្លាំងមែនទែនហើយសម្រាប់ភាគនេះខ្ញុំសូមបញ្ចប់សិនហើយសារតែខ្ញុំនេះគឺអត់សូវមានពេលធ្វើទេគឺខ្ញុំគ្រាន់តែជាសិស្សម្នាក់ចេះខំប្រឹងរៀនខ្លាំងមែនទែនហើយតែធ្វើការទៀតហើយឆ្នាំនេះខ្ញុំសិស្សឆ្នាំសាកលទី2អញ្ចឹងទៅគឺពិបាកធ្វើវីដេអូខ្លាំងមែនទែនសួស្ដី KS Manwa ផ្ដើម chapter ទី8យើងមកដោយគីម យុងសុនគឺបានប្រាប់ទៅកាន់ឆានបងថាដើម្បីឈ្នះសង្គ្រាមមួយនេះគឺត្រូវការ3យ៉ាងទី1នោះគឺត្រូវឲ្យលោកនេះមានប្រពន្ធចំណែកឯចំណុចទី2លោកត្រូវតែបង្កើតគេឈ្មោះឯចុងក្រោយគេវិញនោះលោកត្រូវតែឈប់ពេលលាអាវ៉ាសែឈប់ដើរលេងមានស្រីខាងក្រៅលោកត្រូវតែធ្វើឲ្យត្រឹមត្រូវហើយមានការងារមួយដ៏ច្បាស់លាស់ដែលលោកកំពុងតែធ្វើតែកោឆាំងបងដូចជាមិនបានយល់ស្របជាមួយនឹងចំណុចទាំង3របស់គីម យុងសុនទេប៉ុន្តែយ៉ាងណាក៏ដោយគីម យុងសុនបានបញ្ចូលទៅកាន់ឆាំងបងឲ្យធ្វើចំណុចទី1ឲ្យបានសិនទៅហើយខ្ញុំក៏ចង់ប្រាប់លោកដែរថាការរៀបការនេះទោះបីវាលឿនសម្រាប់លោកពិតមែនប៉ុន្តែវានឹងអាចជួយឲ្យលោកនេះគឺមានអំណាចនិងឥទ្ធិពលស្មើនឹងអង្គរលីអាការដែលបានទទួលទ្រព្យសម្បត្តិក៏វាស្មើគ្នាដែរពេលនេះពួកគេក៏ចាប់ផ្ដើមសម័យថានៅពេលដែលបានជួបឪពុករបស់គេហើយគាត់មានឈ្មោះថាកេណយុជីងដែលជាឪពុករបស់អ្នកទាំងពីរនេះហើយយើងក៏បានដឹងដែរថាលីនេះគឺធ្វើកំហុសធំខ្លាំងមែនទែនដោយលួចមានស្រីនៅខាងក្រៅហើយខាងប្រពន្ធរបស់គាត់នឹងគឺជាអ្នកធំមុខមាត់ដែរអញ្ចឹងហើយពិបាកខ្លាំងមែនទែននៅពេលដែលប្តីមានស្រីខាងក្រៅបែបនេះអញ្ចឹងហើយឪពុកពិតជាខឹងទៅកាន់មូលីខ្លាំងមែនទែនមិនធ្វើដូចជាបងប្រុសឯងទៅនៅលីវពិតមែនប៉ុន្តែគេមិនដែលនាំទុកឲ្យយើងទេប៉ុន្តែយើងក៏ចង់ឯងនេះមានគូឆាប់ដែរហើយក៏បានសួរបញ្ហាទៅកាន់ឆានបងផងដែរហេតុអ្វីបានឯងនេះទៅពុកប៉ូលីសគ្រាន់តែនិយាយអំពីថាហេតុអ្វីបានឆានបងទៅពុកប៉ូលីសភ្លាមយើងក៏កាន់មកកាន់ឆានបងវិញគឺបាននិយាយកាត់សម្ដីទៅកាន់គីម យុងសុនភ្លាមអញ្ចឹងមានន័យថាយើងត្រូវតែទូកំហុសដែលយើងបានធ្វើហើយត្រូវតែរកផុសតាំងនិងបង្ហាញប្រាប់ថានរណាគេតែធ្វើដាក់យើងមែនទេប៉ុន្តែគីម យុងសុនប្រាប់ថាមិនមែនទេវាគឺជាគំនិតអាក្រក់បំផុតព្រោះយើងដឹងហើយថាមូលីពិតជាឆ្លាតខ្លាំងមែនទែនគឺជាអ្នកដែលបានរៀនចប់ខ្ពង់ខ្ពស់ណាស់អញ្ចឹងហើយការប្រកួតប្រជែងមួយគេគឺមិនមែនងាយដូចជាឆានបងបាននិយាយឡើយហើយយើងក៏បាននឹកស្រមៃទៅដល់គំនិតរបស់គីម យុងសុននៅពេលអតីតកាលនៅពេលនោះទោះបីអគ្គនាយកជីងបានដឹងអំពីគំនិតអាក្រក់របស់កូនប្រុសប្អូនក៏ដោយតែគាត់មិនបានអើពើនោះទេព្រោះដឹងហើយថាសង្គ្រាមមួយនេះគឺគាត់មិនលូកដៃឡើយសំខាន់លើកូនតែមានសមត្ថភាពអាចបង្ហាញនិងបោះអាក្រាតជំនួយអាក្រក់បានដែរឬអត់ហើយនេះហើយគឺជាមូលហេតុដែលជីវិតមុនរបស់ខ្ញុំបានឆានបងបានចាញ់នៅសង្គ្រាមមួយនេះទោះបីគេគឺជាមនុស្សស្មោះត្រង់ក៏ដោយ
ប៉ុន្តែគេមិនចេះបកអាក្រាតអញ្ចឹងហើយវាគ្មានផ្លូវទេដែលសង្គ្រាមនោះគេជាអ្នកឈ្នះប៉ុន្តែបច្ចុប្បន្ននេះខ្លួនត្រូវតែធ្វើវិធីគ្រប់យ៉ាងដើម្បីឲ្យឆាន់បងខ្លាចជាអ្នកស្នងបន្តវេននៃក្រុមហ៊ុនមួយនេះហើយត្រូវតែកែប្រែឆាន់បងឲ្យមានលក្ខណៈសម្បត្តិស័ក្តិសមក្នុងការទទួលនៅតំណែងដ៏អស្ចារ្យមួយនេះផងដែរត្រូវតែឲ្យឆាន់បងនេះគឺផ្លាស់ប្ដូរហើយក៏បាននិយាយសម្ដីទាំងគួរឲ្យខ្លាចទៅកាន់ឆាន់បងថាខ្ញុំនឹងបង្ហាញអំពីផែនការរបស់ខ្ញុំទៅកាន់អ្នកឲ្យបានដឹងហើយផែនការនោះគឺចង់ឲ្យនៅឆាន់បងនៅពេលដែលឪពុកខ្លួនសួរបែបហ្នឹងហើយត្រូវតែសុំទោសគាត់ប្រាប់ថានេះគឺជាកំហុសរបស់កូនប៉ុន្តែគឺមិនឲ្យមានលើកក្រៃទៀតទេមុននឹងធ្វើអ្វីមួយខ្លួននឹងគិតទៅដល់មុខតំណែងរបស់ខ្លួនក្នុងនាមខ្លួនជាកូនច្បងនៃគ្រួសារមូលីឆុងយ៉ាងសេនោះខ្លួននឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះលោកប៉ាឡើយហើយសូមលោកប៉ាដាក់ទោសនៅកំហុសដែលកូនបានប្រព្រឹត្តពេលនេះពេលបែបហ្នឹងហើយធ្វើលោកចេញគឺសប្បាយចិត្តខ្លាំងមែនតើគាត់បានដឹងរឿងសពគ្រប់អស់ទៅហើយវាក៏មិនមែនជាកំហុសរបស់កូនប្រុសរបស់គាត់ផងដែរគឺពួកគេទេជាអ្នកមករករឿងហើយកូនគាត់គ្រាន់តែការពារខ្លួនតាកូនបានដោះស្រាយបញ្ហានេះអស់ពីសមត្ថភាពទៅហើយកូនពិតជាធ្វើបានល្អខ្លាំងមែនតើកូនធ្វើល្អណាស់ប៉ាពិតជាមានមោទនភាពចំពោះកូនពិតមែនហើយយើងក៏កាន់មកពេលបន្ទាប់អាប៉ែម៉ូលីពិតជាក្តៅខ្លាំងមែនទែនពិសេសនរណាគេដែលបានទៅជួយទៅកាន់ឆាន់បងនៅពុកប្រលេងនោះបើយើងដឹងយើងនឹងចាប់ហែកវាជាដុំជាជំរាកតែម្ដងប៉ុន្តែសម្រាប់ឆាន់បងនៅពេលនេះវិញពិតជាស្វាចិត្តខ្លាំងមែនទែនបានគិតសម្ដីរបស់ឪពុករបស់ខ្លួនបានដាក់ដៃលើស្មារបស់ខ្លួនមិនត្រឹមតែប៉ុណ្្នឹងទេបានសរសើរខ្លួនហើយថែមទាំងនិយាយពាក្យថាគាត់នេះពិតជាមានមោទនភាពចំពោះខ្លួនខ្លាំងមែនទែនធ្វើគាត់សប្បាយចិត្តខ្លាំងមែនទែនហើយពេលនេះលោកជីងគឺបានទទួលស្គាល់ទៅកាន់ឆាន់បងដោយពិតប្រាកដហើយរឿងនេះនៅតែបន្តកើតឡើងល្អទៅខ្ញុំគួរតែធ្វើអ្វីបន្តទៀតយើងកាន់មកដល់ពេលយប់ដែលពួកគេទាំងពីរនេះកំពុងតែភាសាគ្នានឹងជិះឡានត្រឡប់ទៅផ្ទះរៀងៗខ្លួនតែឆាន់បងយើងគឺពិតជាអរគុណទៅកាន់គឹមយុនសុងខ្លាំងមែនទែននៅពេលដែលខ្ញុំធ្វើបានតាមអ្នកនោះឪពុកខ្ញុំពិតជាសរសើរខ្ញុំមែនតើខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់បើខ្ញុំនៅតែបន្តធ្វើតាមអ្នកទៀតនោះតំណែងគ្រួសារនឹងធ្លាក់មកកាន់ខ្ញុំមិនខានទេប៉ុន្តែគឹមយុនសុងថាកុំតន់អារំភើបអីវាទើបតែចាប់ផ្ដើមឡើយលោកកុំតន់គិតថាមូលីនឹងបោះចោលនៅបញ្ហានេះដោយងាយស្រួលអសោះតែសំខាន់សង្គ្រាមនេះយើងនៅសល់2ជុំទៀតដើម្បីឈ្នះខ្ញុំនេះគឺចង់ឲ្យលោកនេះស្វែងយល់អំពីងារក្រុមហ៊ុនរបស់លោកនេះឲ្យបានជាក់លាក់បានច្បាស់មែនតើធ្វើឲ្យឆាន់បងគឺភ្ញាក់ផ្អើលខ្លាំងមែនតើដែលចង់ឲ្យខ្លួននឹងគឺធ្វើការបែបហ្នឹងមែនទេតើខ្លួនអាចធ្វើបានអត់ទេប៉ុន្តែយើងមិនដឹងថាការសន្ទនានេះនិយាយអីខ្លះផងព្រោះឆាន់បងនេះគឺសម្រាប់ចិត្តថានឹងធ្វើតាមគ្រប់សម្ដីរបស់គឹមយុនសុនដែលបាននិយាយនៅពេលនេះហើយពេលនោះគឹមយុនសុនក៏បានសួរសំណួរទៅកាន់ឆាន់បងថាតើអ្នកបានចាំអ្វីដែលយើងបានពិភាក្សាគ្នានៅហាងកាហ្វេដែរឬអត់ហើយពួកយើងនេះគឺបានសម្រេចចិត្តរួមដៃគ្នានោះគឺមានអ្វីដែលចង់បានរៀងៗខ្លួនខ្ញុំនេះគឺចង់ឲ្យលោកជួយខ្ញុំផងដែរហើយខ្ញុំក៏ជួយលោកដែលធ្វើឲ្យឆាន់បងគឺប្រាប់ឲ្យថាមិនបាច់ភ័យនោះទេរឿងអញ្ចឹងគ្មានអ្វីពិបាកឡើយសម្រាប់ខ្ញុំដែលធ្វើឲ្យគឹមយុនសុនសប្បាយចិត្តខ្លាំងមែនពិតជាកិច្ចសន្យាដ៏ល្អឥតខ្ចោះពិតមែនខ្ញុំពិតជាចង់ធ្វើអ្វីដែលជាខ្ញុំខ្លាំងណាស់ហើយស្អីរបស់យើងក៏បានកាត់មកដល់ថ្ងៃកាត់ក្តីនៅសាលាដែលជាក្តីរបស់គឹមយុនសុនផងដែរយើងបានឃើញថាអ្នកស្រីម្នាក់នេះគឺកំពុងតែស្ដីបន្ទោសទៅកាន់លោកគ្រូយងឆុលខ្លាំងមែនដែលគាត់នេះគឺជាម្ដាយរបស់មីនហូដែលគាត់មានឈ្មោះថាគឹមសុនចាគាត់នឹងគឺដៀលយកទៅកាន់លោកគ្រូយងឆុលតែម្ដងទទួលលុយគេហើយបែរជាជួយអ្នកផ្សេងយ៉ាងណាក៏ដោយគាត់គឺចង់ឲ្យគឹមយុនសុនជាអ្នកចាញ់ក្តីលើកនេះគឺធ្វើយ៉ាងណាក៏ដោយឲ្យតែលោកធ្វើបានបន្ទាប់មកគាត់ក៏បានចាក់ចេញទៅហើយរឿងនេះដែរក៏បានធ្វើឲ្យលោកគ្រូយងឆុលរបស់យើងក៏ពិបាកសម្រេចចិត្តផងដែរហើយក៏បានទៅនិយាយជាមួយនឹងគឹមយុនសុនហើយគឹមយុនសុននឹងគឺទទួលទោសទៅដើម្បីសម្រាលទោសប៉ុន្តែគឹមយុនសុនបានប្រាប់វិញថារឿងប៉ុណ្ណឹងម្ដាយរបស់អាប៉ែមីនហូអាចគៀបក្បាលរបស់លោកឲ្យចាញ់បានហើយអីតើលោកពិតជាចង់ឲ្យគេគ្រប់គ្នានេះដឹងអំពីភាពពុករលួយរបស់លោកជាមួយនឹងគ្រូអង់គ្លេសហាងណាមែនទេខ្ញុំសូមប្រាប់លោកទៅរឿងមួយផងដែរណាលោកគឹមប្រសិនបើជាខ្ញុំនេះគឺត្រូវស្លាប់លោកក៏មិនរស់ផងដែរខ្ញុំជូនពរលោកសំណាងល្អហើយនៅពេលនេះយើងក៏បានឃើញលោកគ្រូយងឆុលបានមកបន្ទប់ជំរុំជម្រះក្តីហើយដែលគាត់នឹងបានអង្គុយគិតអំពីបញ្ហារបស់គឹមយុនសុនតើខ្លួនគួរជួយគឹមយុនសុនឬក៏ជួយទៅកាន់អ្នកស្រីសុនចាទៅលោកគ្រូយើងជួយយើងក៏បានក៏រលឹកភ្នែកទៅកាន់គឹមយុនសុនបន្តិចផងដែរហើយពេលនេះគឺជាពេលវេលាដែលគេបានចាប់ផ្ដើមនៅការកាត់ក្តីផងដែរហើយលោកគ្រូនយោសុនទេរបស់យើងក៏បានឲ្យលោកគ្រូយើងឆុលគឺនិយាយរឿងហេតុទាំងអស់ទៅហើយគាត់ក៏ចាប់ផ្ដើមនិយាយរឿងហេតុទាំងអស់ហើយប៉ុន្តែមុននឹងគាត់បាននិយាយគាត់ក៏បានឃើញនៅអាណាព្យាបាលរបស់គឹមយុនសុនផងដែរហើយក៏បានឆែកប្រវត្តិឡើងច្បាស់ហើយបានដឹងហើយថាគាត់គឺមកពីគ្រួសារមូលីឆុងយ៉ាំទួមិនជឿឡើយប៉ុន្តែគាត់ឆែកឡើងអស់ហើយទាំងត្រកូលទាំងឈ្មោះហើយបានឃើញទាំងរូបភាពទៀតគឺដឹងហើយថានេះគឺពិតជាកូនប្រុសច្បងនៃគ្រួសារឆុងយ៉ាំពិតមែនអញ្ចឹងហើយគឺគ្មានទេគឺបានមកកាត់មកបច្ចុប្បន្នកាលរបស់យើងវិញគឺលះយកតែម្ដងថាអ្នកដែលបានចាប់ផ្ដើមនៅហេតុការណ៍ទាំងអស់នេះគឺជា
ក្រុមប៉ាពួររបស់ផាមីនឆូដែលពួកគេនេះគឺពីមុនធ្វើរឿងអាក្រក់មែនទែនដែលខ្ញុំនេះធ្លាប់ហាមដែរប៉ុន្តែមិនស្ដាប់សោះឥឡូវនេះពួកគេកាន់តែធ្វើរឿងអាក្រក់ទៅពិសេសនោះប៉ុន្មានថ្ងៃមុនគេបានធ្វើបាបនៅមិត្តភ័ក្តិម្នាក់ផងដែរដែលជាបរិមាប់យើងដែលពេលហ្នឹងគឹមយូសូបានឃើញបាត់នោះហើយក៏ចូលទៅជួយហើយរឿងថែរបស់យើងក៏ចាប់ផ្ដើមបន្តទៀតដែលពួកគេនេះគឺបានប្រមូលនៅប៉ាពួររបស់ខ្លួនដែលជាមិត្តភ័ក្តិនៅថ្នាក់ទី8ឆ្នាំទី1នឹងឯងគឺមកព្រួតវ័យធ្វើបាបទៅកាន់គឹមយូសុនប៉ុន្តែគឹមយូសុនកាន់តែការពារខ្លួនតាហើយរឿងហេតុរបស់យើងក៏បានបន្តដូចថ្ងៃនេះហើយលោកនាយករបស់យើងពិតជាខឹងខ្លាំងតែនៅពេលដែលបានលើសម្ដីរបស់លោកគ្រូយងឈុលហើយគឺស្រែកខ្លាំងតែម្ដងយងឈុលតើឯងកំពុងតែនិយាយអ្វីហើយធ្វើគាត់នឹងក៏រៀងភ័យបន្តិចដែរព្រោះថាសម្ដីរបស់គាត់នឹងវាសិតតែជាការពិតប៉ុន្តែយ៉ាងណាក៏ដោយគាត់ទទួលលុយគេទៅហើយយ៉ាងណាក៏ត្រូវតែជួយគេផងដែរហើយមនុស្សគ្រប់គ្នាគឺចាប់ផ្ដើមសឹបសៀវហើយមិនដឹងថានរណាគេគឺជាជនរងគ្រោះពិតប្រាកដឡើយហើយមើលស្ថានភាពមិនស្រួលលោកនាយករបស់យើងក៏បានប្រាប់ឲ្យថាជនការពារចាំរាទាំងអស់នោះក៏មិនប្រកាសថាគឺត្រឹមត្រូវទាំងអស់ឡើយហើយយ៉ាងណាក៏មិនគួរឲ្យពួកគេឲ្យចូលមន្ទីរពេទ្យដែរប៉ុន្តែខ្ញុំមិនចង់មានរឿងទាំងអស់ហ្នឹងកើតឡើងនៅសាលាខ្ញុំទេពិសេសនោះខ្ញុំក៏មានជំងឺបេះដូងទៀតវាពិតជាពិបាកខ្លាំងមែនតើដែលគាត់នេះកំពុងតែចូលហើយនៅពេលនេះខ្ញុំក៏មានជំងឺបេះដូងទៀតពិតជាពិបាកខ្លាំងណាស់ហើយលោកនាយកយើងគឺនៅបន្ថែមទៀតមិនអាចស្ដាប់ពាក្យចម្រើនបានទាំងអស់ទេគឺត្រូវតែមើលនៅទង្វើដែលបានប្រព្រឹត្តជាក់ស្ដែងដែលមើលទៅពួកគេគឺបានដាក់មកគ្នាបាត់ទៅហើយក៏បានឲ្យនៅចុងមីនហូរបស់យើងនេះគឺចាប់ផ្ដើមបកស្រាយនៅរឿងទាំងអស់ហ្នឹងឡើងមកហើយយើងក៏បានឃើញថាមីនហូរបស់យើងចាប់ផ្ដើមចូលតួកំសត់យំរញ៉េរញ័រគឺនិយាយមិនច្បាស់ដែរដែលនិយាយចេញមកគឺរដារដប់ខ្លាំងមែនតើចេញមកគឺគ្រប់យ៉ាងមិនមែនជាការពិតនោះទេការពិតគឺជាការកុហកទាំងអស់ពេលនោះគឺគឹមយងសុនបានធ្វើបាបនឹងមិត្តរួមថ្នាក់របស់គេដែលគឺជាផាមីនឆូហើយខ្ញុំបានទៅហាមគេប៉ុន្តែគេបានជាវាបហាពួកយើងទាំងអស់គ្នាហើយខ្ញុំក៏មិនដឹងដែរថាគេនេះគឺមានភាពខូចចិត្តនិងសោកស្ដាយនឹងទង្វើដែលគេបានធ្វើឬអត់ទេហើយនេះគឺជាពាក្យសម្ដីដែលខ្ញុំបាននិយាយជាការពិតទាំងអស់នេះគឺជាទង្វើទាំងអស់ដែលគេបានធ្វើហើយយើងក៏បានឃើញទឹកមុខដ៏ពូកែសម្ដែងរបស់គេហើយពេលនេះហើយមើលទៅគឺបានចូលនៅផែនការរបស់ពួកគេហើយការរបស់មីនហូនេះគឺបានស្រែកខ្លាំងហើយថាអ្នកនរគ្នាមើលទៅកូនប្រុសល្អរបស់ខ្ញុំដែលខំចិញ្ចឹមដ៏មានតម្លៃមួយនេះបែរជាត្រូវខូចមុខងាត់អស់អាលេងទៅហើយដែលត្រូវគេវាយហើយអ្នកនរគ្នាមិនខ្លាចថាកូនអ្នកនរគ្នាត្រូវគេបន្តធ្វើបាបដូចគ្នាទេឬតើអ្នកនរគ្នាសុខចិត្តដែរទេដែលមនុស្សចង្រៃបែបនេះនៅសាលាយើងពីគាត់និយាយហើយយើងក៏បានឃើញមនុស្សតែស្គាល់មួយចំនួនផងដែរគឺស្របទៅកាន់ម្ដាយរបស់មីនហូនិងចង់ដាក់ទណ្ឌកម្មទៅកាន់គឹមយងសុនផងដែរពេលនេះគឺស្ថានភាពគឺកាន់តែក្តៅកគកហើយដែលវាគឺកាន់តែអាក្រក់ទៅដែលគេគ្រប់គ្នាបានស្រែកហៅថាត្រូវតែដាក់ទណ្ឌកម្មគឹមយងសុននិងបណ្ដេញគេចេញពីសាលាយើងក៏បានកាត់មកមន្ទីរពេទ្យសម្រាប់អា3នាក់នេះកំពុងតែស្នាក់នៅវិញដែលពួកវាកំពុងតែនិយាយអំពីគឹមយងសុនពួកគេក៏បានដឹងអំណាចរបស់ម្ដាយរបស់មីនឆូផងដែរដឹងហើយថាម្ដាយរបស់មីនហូគឺខ្សែធំមែនតើដឹងតែចាប់ការគឹមយងសុនស្រួលខ្លាំងមែនតើហើយសម្រាប់ផាកមីនឆូរបស់យើងវិញគឺចង់ឃើញទឹកមុខរបស់គឹមយងសុនខ្លាំងមែនតើនៅពេលបានបណ្ដេញចេញពីសាលាតែទឹកមុខវាយ៉ាងណាទៅហើយក៏ចង់ប្តឹងទៅកាន់គឹមយងសុនផងដែរដើម្បីឲ្យសំណងមកកាន់ពួកយើងហើយគ្រាន់តែការកាត់របស់ពួកវានឹងគឺសម្បត្តិជាខ្លាំងមែនតើនៅពេលបានលុយសំណងនោះអាខ្លះវាចង់ទិញម៉ូតូអាខ្លះទៀតបានដើរលេងចូលក្លឹបដេកជាមួយស្រីយើងក៏បានកាត់មកសាលាវិញយើងក៏បានឃើញមនុស្សម្នាក់ពិតជាខឹងខ្លាំងមែនតើដែលចេញមកអំពីសំណាក់ឆានបងគឺបានថាពួកអាចង្រៃអស់ឯងពិតជាខ្វះភ្នែកហើយដែលមិនចេះបែងចែកខុសត្រូវហើយនឹងបែកជាទៅជឿសម្ដីកុហករបស់អាក្មេងបិសាចនោះទៅវិញពិតជាសមគ្នាមែននយោយើងគឺពិតជាខឹងខ្លាំងមែនតើទៅកាន់ឆានបងរបស់យើងគឺបានស្រែកទៅកាន់ឆានបងហើយថាមិនក៏ឯងហ៊ានម្លេះហ៊ានថាកូនសិស្សរបស់យើងគឺជាបិសាចពួកឯងនេះគឺពិតជាពូជតែមួយមែនតែឆានបងគឺពិតជាខឹងខ្លាំងមែនតើពូជតែមួយមុននឹងចូលមកកាត់ក្តីទាំងអស់នេះខ្ញុំបានឲ្យគេសើដំណឹងរបស់ពួកឯងអស់រលេងទៅហើយពិសេសនោះគឺផាមីនឆូពួកឯងនេះគឺតែធ្វើបាបសោះខ្លាំងមែនតើមិនមែនត្រឹមតែសាលានេះទាំងអស់ដឹងទេសូម្បីតែសាលាផ្សេងៗនេះចិត្តនឹងគឺបានដឹងទាំងអស់ផងដែរអំពីចរិតអាក្រក់របស់ពួកឯងនិយាយគឺចាក់ចំតែម្ដងគឺគ្មានឲ្យខុសសូម្បីតែមួយម៉ាត់ពួកឯងនេះធ្វើបាបសោះខ្លាំងមែនតើធ្វើដល់ថ្នាក់ពេលខ្លះគឺឡាមន្ទីរពេទ្យមកសឹងតែរាល់អាទិត្យទៅហើយដើម្បីមកយកសិស្សដែលពួកឯងបានធ្វើបាបហើយបានចេញអំពីសំណាក់ពីលោកនាយកអង្គទេរបស់យើងនេះគឺតែងតែការពារទៅកាន់ពួកអាក្មេងទំនើងទាំងអស់ហ្នឹងធ្វើឲ្យពួកវាគឺកាន់តែបានចិត្តហើយសូម្បីតែលោកគ្រូយងឈុលក៏គាត់និយាយពាក្យពិតផងដែរចុះពួកអស់ឯងនឹងនៅកុហកដល់កាលទៀតតែពេលនេះគឺធ្វើអ្នកស្រីគឹមសុនចៅយើងគឺខឹងខ្លាំងមែនតើបានស្អីទៅកាន់ឆានបងអាចង្រៃមិនក៏ឯងហ៊ានថាកូនយើងធ្វើជាអ្នកធ្វើបាបគេទៅវិញគឺពួកឯងទេជាអ្នកធ្វើបាបកូនប្រុសរបស់យើងមិនដូចជាអាក្មេងគឹមយងសុននោះទេគឺជាក្មេងដែលអត់ម៉ែឪហើយគ្មានម៉ែឪប្រដៅវាទៀតផងប៉ុន្តែបែរជាឃើញឆានបងយើងញញឹមទាំងក្រីរាយទៅវិញ
យើងក៏បានត្រឡប់នៅពេលអតីតកាលរបស់យើងវិញដែលពេលនោះគីមយុងសុនបានសុំទៅកាន់ឆានបងឲ្យយើងធ្វើជាអាណាព្យាបាលរបស់ខ្លួនដែលធ្វើឲ្យឆានបងគឺឆ្ងល់ខ្លាំងតែនឹងចង់ឲ្យយើងធ្វើជាអាណាព្យាបាលឯងដើម្បីបន្តសម្បត្តិឬក៏លុយអីទៅហើយគីមយុងសុនគឺបានបកស្រាយទាំងអស់ហើយគឺមិនមែនទេគឺខ្លួនចង់ឲ្យលោកគឺជួយខ្ញុំដើម្បីបាននៅធម្មពលជាមួយនឹងខ្នងបងឯងរបស់ខ្ញុំពីព្រោះខ្ញុំនេះគម្រោងនឹងក៏បញ្ហានៅសាលាតែម្ដងមិនមែនជាបញ្ហាតូចតាចនោះទេគឺជាបញ្ហាដ៏ធំមួយប៉ុន្តែលោកមិនបាច់ភ័យនោះទេតាមអំណាចរបស់លោកគឺគ្មានអ្នកណាគេហ៊ានប៉ះពាល់លោកឡើយអង្គរឆានបងប្រសិនបើលោកគឺបានជួយខ្ញុំពិតមែននោះខ្ញុំនឹងសន្យាថានឹងជួយលោកឲ្យក្លាយជាប្រធានក្រុមហ៊ុនតែម្ដងនិងមានអំណាចលើសអស់គេនិងអ្វីផ្សេងៗទៀតដែលលោកចង់បានខ្ញុំនឹងជួយលោកឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំឆានបងគឺថាឲ្យគីមយុនសុនយើងនេះគឺធ្វើឲ្យសบายទៅនេះពិតជាជំនាញរបស់ខ្លួនហើយខ្លួននឹងមិនធ្វើឲ្យឯងខកបំណងឡើយហើយយើងក៏បានកាន់មកបច្ចុប្បន្នកាលរបស់យើងវិញដែលឃើញអ្នកស្រីគីមសុនចាយើងកំពុងតែស្ដីបន្ទោសទៅកាន់ឆានបងប៉ុន្តែឆានបងបាននិយាយទៅទាំងត្រជាក់ថាតើអ្នកមិនដឹងទេថាខ្ញុំគឺជាអ្នកណាគេហើយគីមយុងសុននេះគឺជាប្អូនប្រុសដ៏គួរស្រឡាញ់របស់ខ្ញុំហើយខ្ញុំគឺជាកូនប្រុសនៃអគ្គនាយកជីងដែលមកពីក្រុមហ៊ុនសំណង់មឿនជីងគីមយុងសុនគឺជាប្អូនប្រុសដែលខ្ញុំចូលចិត្តនិងស្រឡាញ់ជាងគេមិនត្រឹមតែប៉ុណ្្នឹងទេដែលកូឆានបងរបស់យើងបានទៅគៀកទៅកាន់គីមយុងសុនទៀតផងបាននិយាយទៅកាន់ពួកគេបន្តទៀតថាខ្ញុំចង់ឲ្យអ្នកគ្នានេះគឺកាត់ក្តីដល់ព្យាក្រឹតខ្លាំងបំផុតតើអ្នកនរគ្នានេះពិតជាចង់ប៉ះពាល់ទៅដល់ក្រុមហ៊ុនមឿនជីងពិតមែនទេមិនត្រឹមតែប៉ុណ្្នឹងទេគីមយុងសុនបងប្រុសរបស់ខ្ញុំនេះពិតជាក្មេងល្អខ្លាំងមែនតើមិនទៅបង្ករឿងបែបហ្នឹងឡើយប៉ុន្តែគីមសុនចារបស់យើងនៅតែខឹងច្រឡំអញ្ចឹងបានស្រែកទៅកាន់ឆានបងថាអាចង្រៃតែនេះគឺចង់គម្រាមមកកាន់ពួកយើងហីពេលឮបែបហ្នឹងហើយគឺឆានបងគឺក្តៅឈុលតែម្ដងនេះលេងនិយាយតិចថ្នមសំលេងឯទៀតហើយគឺស្រែកខ្លាំងតែម្ដងនេះមែនទេគឺជាសាលាដែលពួកលោកនេះគឺថាល្អនិងមានការអប់រំចេញពីសំណាក់គ្រូមែនទេវាពិតជាថោកទាបខ្លាំងមែនទែនហើយសាលារបស់ពួកលោកនេះគឺតែងតែបណ្ដោយឲ្យពួកក្មេងទំនើទាំងអស់នោះធ្វើបាបទៅកាន់សិស្សជាច្រើនអ្នកពួកលោកតែងតែការពារទៅកាន់ពួកគេដោយបងប្រុសរបស់ខ្ញុំចឹងគ្រាន់តែការពារខ្លួនតើវាខុសមែនទេដែលពួកគេនេះគឺធ្វើបាបបងប្រុសខ្ញុំជាច្រើនដងជាច្រើនសារទាំងម៉ោងរៀនទាំងការសិក្សាពួកលោកនេះគឺជាសាលាល្បីមួយផងដែរចូលចិត្តនិយាយពាក្យយុត្តិធម៌ខ្លាំងមែនតើតែទង្វើវិញគឺដូចអាចតែម្ដងលោកមិនដែលខ្វល់និងមិនដែលយកភ្នែកទៅមើលសម្រាប់អ្នកទុនខ្សោយនោះទេពួកលោកតែងតែនៅខាងអ្នកដែលមានអំណាចទាំងអស់ហើយឥឡូវនេះក្នុងនាមខ្ញុំគឺជាអង្គរឆានបងជាកូនប្រុសនៃគ្រឿងសំណង់ដ៏ធំជាងគេដោយអំណាចរបស់ខ្ញុំនៅពេលនេះគឺអាចប្រៀបស្មើនឹងពួកគេបានឬនៅដែលវាគឺជាយុត្តិធម៌ដែលអាចកាត់ក្តីបានឬអត់ហើយក៏ធ្វើឲ្យមនុស្សមួយចំនួនក៏បែកញើសជាមួយនឹងសកម្មភាពនេះផងដែរហើយពិសេសនោះគឺលោកនាយកឆុងតេរបស់យើងបាននឹកស្មានថាយុនសុននេះក៏ពិតគឺជាក្មេងកំព្រាសោះហ្នឹងហេតុអ្វីបែរជាមានសាច់ឈាមជាបងប្អូនជីដូនមួយរបស់កូឆានបងទៅវិញហើយយើងក៏បានដឹងដែរថាអំណាចរបស់ក្រុមហ៊ុនមឿនជីងនេះធំខ្លាំងមែនទែនដែលខ្លួននេះគឺមិនចង់បាត់បង់ទំនាក់ទំនងដ៏ល្អអំពីក្រុមហ៊ុនមឿនជីងជាដាច់ខាតដែលមើលទៅរវាងអ្នកស្រីគីមសុនចាជាមួយនឹងក្រុមហ៊ុនមឿនជីងខ្លួនត្រូវតែជ្រើសមួយហើយព្រោះថាអំណាចរបស់អ្នកស្រីយើងនេះគឺមិនធំណាស់ទេថ្ងៃណាមួយនឹងត្រូវលាតត្រដាងការពិតមិនខានប៉ុន្តែសម្រាប់ក្រុមហ៊ុនមួយនេះវិញគឺពិតជាធំខ្លាំងមែនទែនអាចធ្វើឲ្យខ្លួននេះគឺលាងឈ្មោះអាក្រក់របស់ខ្លួនបានទាំងមូលតែម្ដងហើយពេលនេះខ្លួនក៏លេងខ្វាត់ជាមួយនឹងលុយកំពេចកំពកទាំងអស់នឹងទៀតដែរដែលសំខាន់នោះគឺអនាគតរបស់ខ្លួនហើយលោកនាយករបស់យើងក៏បានប្រាប់ទៅកាន់គេគ្រប់គ្នាផងដែរថាខ្ញុំក៏បានលើនៅពាក្យចម្រាស់ទាំងអស់នោះផងដែរដែលត្រូវបានគេធ្វើបាបសិស្សដែលមើលទៅគឺចុងមីនហូយើងគឺជាមេដឹកនាំរបស់ពួកគេដែលធ្វើអ្នកស្រីរបស់យើងគឺមិនសុខចិត្តទេគឺបានស្រែកទៅកាន់លោកនាយកផងដែរប៉ុន្តែលោកនាយកយើងក៏បានកាត់មិនមែនជាវេនរបស់អ្នកគឺត្រូវនិយាយឡើយក្នុងនាមខ្ញុំគឺជានាយកសាលានឹងកាត់ក្តីឲ្យអព្យាក្រឹតខ្លាំងបំផុតហើយមើលទៅនេះពិតជាសិស្សដ៏កិត្តិយសរបស់យើងមែនតើដែលជាគីមយុងសុនដែលបានជួយសង្គ្រោះនៅសាលារបស់យើងប៉ុន្តែខ្ញុំនឹងមិនស្ដាប់សម្ដីតែម្ខាងនោះទេខ្ញុំនឹងឲ្យគីមយុងសុនរបស់យើងនេះគឺនិយាយបកស្រាយរឿងទាំងអស់ដែលគេត្រូវបានជួបទាំងកន្លងមកហើយពេលនេះសម្រាប់គីមយុងសុនពិតជាសប្បាយចិត្តខ្លាំងតែនទីបំផុតពួកវាព្រមស្ដាប់នៅសម្ដីដែលខ្ញុំនេះត្រូវលាក់ក្នុងចិត្តហើយបើពួកវាព្រមស្ដាប់តាំងពីដំបូងខ្ញុំក៏មិនត្រូវពួកគេសម្លាប់ឲ្យស្លាប់ដែរហើយនេះក៏ជាពាក្យសម្ដីដ៏ពិតប្រាកដរបស់ជនរងគ្រោះផងដែរដែលចេញអំពីសំណាក់គីមយុងសុនដែលបានរាយរាប់អស់ជាច្រើនខ្លួនប្រាប់គ្រូក៏មិនខ្វល់ដែលសម្ដីរបស់គ្រូនេះសិតតែចង់ឲ្យសាលាមានភាពជោគជ័យនិងគ្មានអំពើហិង្សាប៉ុន្តែពួកគេគឺ0ហើយពួកគេនេះក៏តែងតែធ្វើបាបសិស្សផ្សេងទៀតធ្វើមិនមែនដែរម្ដងនោះទេ
គឺច្រើនដងខ្លាំងមែនទែនពិសេសគឺខ្ញុំបាទពួកគេតែងតែធ្វើបាបខ្ញុំច្រើនដងខ្លាំងមែនទែនហើយខ្ញុំគ្រាន់តែការពារខ្លួននិងតបតទៅគេវិញតែម្ដងទេប៉ុន្តែខ្ញុំបើជាមនុស្សអាក្រក់ហើយខ្លួនក៏បាននឹកសម័យអំពីជាតិមុនរបស់ខ្លួនដែលត្រូវគេសម្លាប់តែខ្លួនមិនអាចតបតទៅកាន់ពួកគេបាននោះទេសូម្បីតែរយុទ្ធធម៌ឲ្យខ្លួនទោះបីស្លាប់ក៏ដោយក៏នោះគ្រាន់តែជាបទហេតុដែលខ្លួននេះបានបង្កឡើងដែលពួកគេនៅតែរស់នៅដោយសោយសោកហើយត្រឡប់មកពេលដើមយើងវិញដែលពេលនេះគឺគឹមយ៉ុងសុនបានប្រាប់ទៅកាន់លោកនាយករបស់យើងតែខ្ញុំនឹងគឺច្រឡំថាឆុងតេក៏ពិតគឺជាហូដេហានហើយខ្ញុំក៏មិនចង់បានអីច្រើនដែរខ្ញុំគ្រាន់ចង់ឲ្យលោកនាយកនេះគឺដាក់អន្តរកម្មពួកគេឲ្យសមរម្យជាទីបំផុតតែបើមិនអាចទេខ្ញុំនឹងឲ្យពិភពលោកនេះដឹងពីចរិតពិតនៃសាលារបស់ពួកលោកតែងតែមានភាពយុត្តិធម៌តើវាគឺកូក្រិចយ៉ាងណាហើយក៏មានតែវិធីនឹងមួយទេតែធ្វើឲ្យខ្ញុំនេះគឺមិនមករញ៉េរញ៉ៃធ្វើឲ្យគេដឹងពីភាពអាក្រក់របស់លោកគ្រាន់តែឲ្យលោកនេះគឺដាក់តន្តកម្មគេឲ្យសមរម្យប៉ុណ្ណឹងក៏ចប់ហើយប៉ុន្តែអ្នកស្រីគឹមសុនចារបស់យើងគឺមិនសុខចិត្តឡើយគឺតវ៉ាជាដាច់ខាតតែម្ដងមិនឲ្យកូនប្រុសរបស់ខ្លួននេះគឺទទួលកំហុសជាដាច់ខាតគឺខ្លួនត្រូវតែប្រឆាំងជាដាច់ខាតពេលនេះដែរគឺអ្នកស្រីគឹមសុនចាយើងតវ៉ាលេងឈ្នះគេហើយអញ្ចឹងហើយគឺយកទូរស័ព្ទចេញមកខលទៅរកប្តីគាត់តែម្ដងនៅពេលដែលជួបប្តីរបស់ខ្លួនហើយក៏បានប្រាប់ថាបងមកសាលាឲ្យលឿនទៅព្រោះថាលោកនាយកហូដេហានរបស់យើងគឺមិនជួយខ្លួនទេពិសេសអាក្មេងមកពីណាមិនដឹងទេតែប្រាប់ថាខ្លួនគឺជាកូនប្រុសច្បងនៃគ្រួសារស្អីមិនដឹងទេផ្លេចឈ្មោះបាត់ហើយប៉ុន្តែដឹងថាគេមកពីក្រុមហ៊ុនមឿនជីងកូនប្រុសច្បងនៃនាយកជីងរបស់យើងនោះប្តីរបស់អ្នកស្រីគឹមសុនយ៉ាគឺភ្ញាក់ផ្អើលខ្លាំងមែនទែនបានសួរថាគេគឺជាកូហានបងមែនទេគាត់ថាពិតមែនហើយគឺជាកូឆានបងរបស់យើងពេលហ្នឹងគាត់ថាជាអាណាព្យាបាលរបស់អាក្មេងមួយនោះមែនទេគឺពិតហើយគឺបានប្រាប់ទៅកាន់ប្រពន្ធរបស់ខ្លួនហើយថាពួកឯងឆាប់មកផ្ទះវិញឲ្យលឿនមកបើមិនចង់ឲ្យគ្រួសារយើងជួបនៅក្តីវិនាសហើយនឹងជួបពិភពលោកនៃចុងក្រោយមួយនេះត្រឡប់មកវិញឲ្យលឿនដែលសម្ដីមួយនេះគឺដែរគឺយើងបានដឹងហើយថាអំណាចប្តីរបស់គាត់នេះគឺមិនអាចយកឈ្នះនៅក្រុមហ៊ុនមឿនជីងបានឡើយដែលធ្វើអ្នកស្រីរបស់យើងគឺគាំងមួយកន្លែងតែម្ដងហើយយើងក៏បានកាត់ទៅកាន់ពេលយប់បាត់ទៅហើយដែលយើងបានឃើញនៅគឹមយុនសុនរបស់យើងកំពុងតែដេកគិតអំពីបញ្ហាកាលពីថ្ងៃមិញផងដែរដែលពេលនោះគឺលោកនាយករបស់យើងគឺបានកាត់ក្តីឲ្យគឹមយុនសុនជាអ្នកឈ្នះនិងទទួលនៅជំងឺសងទឹកចិត្តហើយសម្រាប់សិស្ស4នាក់ទៀតគឺត្រូវបានដាក់ទណ្ឌកម្មដែលយើងបានដឹងថាអាប៉ាចុងមីនហូរបស់យើងត្រូវបានបណ្តេញចេញអំពីសាលាហើយកាត់មកខាងក្រៅយើងវិញនៅពេលនោះគឹមយុនសុនក៏បានទៅរកទៅកាន់អាប៉ាមីនហូគ្រាន់តែឃើញវត្តមានរបស់គឹមយុនសុនភ្លាមមីនហូរបស់យើងគឺចង់ទៅវាយគឹមយុនសុនប៉ុន្តែក៏បានខាមឃាត់អំពីសំណាក់របស់ម្ដាយរបស់គេនៅពេលដែលឃើញបែបហ្នឹងហើយគឹមយុនសុនយើងក៏បាននិយាយទៅកាន់មីនហូហើយថាឯងត្រូវតែលុតជង្គង់មកកាន់យើងលុតជង្គង់សុំទោសប៉ុន្តែបើជាធ្វើឲ្យមីនហូយើងកាន់តែច្រឡោតអាចង្រៃតែឯងគឺជានរណាគេទៅហេតុអ្វីឲ្យយើងនេះគឺលុតជង្គង់ទៅកាន់ឯងយើងមិនព្រមធ្វើទេប៉ុន្តែគឹមយុនសុនបើជានិយាយសំដីមួយទៅកាន់មីនហូវិញដូចគ្នាឯងមិនគួរណាសួរសំណួរនេះមកកាន់យើងទេគួរតែសួរម្ដាយរបស់ឯងតើវាស័ក្តិសមដែរទេដែលឲ្យឯងនេះមកលុតជង្គង់មកកាន់យើងសមឬក៏អត់ដែលមីនហូយើងក៏មិនអត់ដែរងាកទៅកាន់ម្ដាយតែម្ដាយងាកមុខចេញស្រស់ពេលគ្នាមីនហូរបស់យើងក៏ត្រូវគឹមយុនសុនបានប្រាប់ផងដែរថាប្រញាប់សុំទោសខ្លួនឲ្យបានល្អទៅហើយក៏ត្រូវធ្វើអស់ពីសមត្ថភាពរបស់ឯងដែរជួនកាលខ្ញុំអាចនឹងបាត់ខឹងឯងបានប៉ុន្តែមីនហូក៏បានងាកទៅកាន់ម្ដាយថាម្ដាយប៉ុន្តែអ្វីដែលត្រឡប់មកវិញនោះគឺជាការស្ដីបន្ទោសនិងឲ្យប្រញាប់សុំទោសទៅកាន់គឹមយុនសុនដែលធ្វើឲ្យសំណារបស់គេនេះគឺគាំងតែម្ដងមានតែសុខចិត្តសុំទោសទៅកាន់គឹមយុនសុនដែលការពិជាតិមុនរបស់គេគឺជាយាយរបស់ខ្លួនតែសម្រាប់ជាតិនេះវិញគឺជាមីនហូតែការសុំទោសមួយនេះគឹមយុនសុនមិនទទួលយកទេព្រោះគេមិនបានធ្វើឲ្យគឹមយុនសុនគឺសប្បាយចិត្តឡើយមានតែធ្វើឲ្យប្អូននោះយើងកាន់តែខឹងប៉ុន្តែបន្ទាប់មកគឺធ្វើឲ្យប្អូននោះភ័យឡើងយំតែម្ដងព្រោះបានឃើញទឹកមុខដ៏កាចសាហាវរបស់គឹមយុនសុនមើលទៅដូចជាអរិយឈាមមួយអញ្ចឹងហើយកាន់មកពេលបច្ចុប្បន្នរបស់គឹមយុនសុនយើងវិញពេលនេះគឹមយុនសុនបានបញ្ចប់បញ្ហានៅសាលាអស់ហើយខ្លួនគួរតែរកវិធីសាស្ត្រដើម្បីឬអនាគតរបស់ខ្លួនវិញពេលហ្នឹងក៏មានអ្នកឆានមកកាន់គេផងដែរមិនដឹងថាជានរណាគេទេបានប្រាប់ទៅកាន់គឹមយុនសុនថាឲ្យជួយលើកលែងទោសទៅកាន់ផាមីនហូផងប៉ុន្តែសម្រាប់គំនុំឈាមរបស់គឹមយុនសុនមិនទាន់បានបញ្ចប់នោះទេដែលក្នុងខួរក្បាលរបស់គេគឺនៅតែចង់សម្លាប់ពួកគេចោលទាំងអស់តែម្ដង